យ៉ាខ្ញុំទទួលបានភ្នែកពិតដែលអាចមើលធ្លុះបានមិនត្រឹមតែមើលធ្លុះទេថែមទាំងអាចបែងចែករបស់បុរាណពិតឬខ្លាំងជាល្អខ្លាំងណាស់ចឹងថ្ងៃក្រោយខ្ញុំគ្រាន់តែដើររើសរបស់បុរាណក៏អាចរកលុយបានច្រើនដែរឯងអាអ្នកដឹកជញ្ជូនអាហារថោកទាបធ្វើឲ្យបែកវត្ថុតាំងសានឆាយរបស់តម្លៃ 80000 សងលុយមកថូបការតាំងសានឆាយរបស់ខ្លាំងតម្លៃ 50 យន្តកុំមកធ្វើឈួតជាមួយអញប្រញាប់សងលុយមកតម្លៃ 80000 ប៉ះមួយកាក់អញនឹងវាបំបាក់ជើងឯងនេះច្បាស់ណាស់ថាជារបស់ខ្លាំងលោកហ៊ានទាដល់ទៅ 80000 យ៉ាងច្រើនបាន 50 យន្តប៉ុណ្ណឹងតាំងសានឆាយរបស់អញនេះជារបស់បុរាណឯងកុំចង់មិនសងលុយហើយមកចោទថាជារបស់ខ្លាំងប្រញាប់សងលុយមកខ្ញុំថាជារបស់ខ្លាំងគឺជារបស់ខ្លាំងហើយអានេះអ្នកទាំងអស់គ្នាមើលចុះនៅត្រង់នេះមានសរសេរថាផលិតនៅរោងចក្រយីអូវាគ្រាន់តែជារបស់សិប្បកម្មហ៊ានទាលុយខ្ញុំ 80000 ដែរគេវាគ្រាន់តែជារបស់សិប្បកម្មហ៊ានទាលុយខ្ញុំ 80000 ប៉របស់សិប្បកម្មនេះមានតម្លៃ 80000 ចឹងខ្ញុំយកចាននៅផ្ទះខ្ញុំមកខ្ញុំទាតែ 40000 បានហើយហើយកែលោកទិញពីខ្ញុំទៅអាល្ងងឯងពិតជាចង់ងាប់មែនអូរូបនាក្រុមក្រញាំ 5 តម្លៃ 80000 ក្នុងចំណោមរបស់អេតចាយទាំងនេះបែរជាមានរបស់រូបនេះបានយ៉ាងហោចណាស់ក៏ចំណេញ 70000 ដែរអញហ៊ានកិច្ចផងគេអញសម្រាប់ឯងឥឡូវហើយឈប់សិនថៅកែសុនលោកទាថ្លៃកប់ពុកបែបនេះខ្ញុំក៏មិនអាចព្រមដែរយកបែបនេះចុះលោកមើលពួកយើងថយម្នាក់មួយជំហានខ្ញុំនឹងចំណាយលុយទិញរូបនាក្រុមក្រញាំ 5 នៅតូបលោកនេះយ៉ាងម៉េចដែររឿងអំបញ្ញមិញចាត់ទុកថាពីរឿងធំមកជារឿងតូចគ្មានរឿងទៅចុះធំខ្លាយជារឿងតូចឯងយកសັບមែនទេបើថ្ងៃនេះឯងមិនយកលុយ 20000 ឯងមិនឲ្យឯងចាក់ចេញទេនិយាយចឹងលោកមិនចង់សម្រួលគ្នាត្រឹមត្រូវទេមែនទេត្រឹមត្រូវបើចឹងក៏បានចឹងខ្ញុំទៅហៅប៉ូលីសហើយរូបនាក្រុមក្រញាំ 5 នេះខ្ញុំទិញមកក្នុងតម្លៃ 20 យន្តប៉ុណ្ណោះឯថូបការតាំងសានឆាយខ្ញុំទិញមក 200 យន្តបើវាហៅប៉ូលីសខ្ញុំច្បាស់ជាមិនចំណេញហើយថែមទាំងមិនបានអីទៀតជប់សិនក៏មិនមែនថាមិនអាចពិភាក្សាបានដែរបែបនេះទៅឲ្យអញ 200 ទេ 2000 អញយករូបនាក្រុមក្រញាំ 5 នេះទៅចុះចំពោះថូបការតាំងសានឆាយដែលអញថោកហើយអញមិនយកគឺចាប់ត្រឹមនេះបានចាត់ទុកថាខ្ញុំទៅចុះក៏ 2000 ដែរហើយកែនេះមិនស្គាល់របស់ល្អទេនេះគឺជារូបនាក្រុមក្រញាំ 5 តម្លៃ 80000 ហ្នឹងឯងពេលលុយទៅហើយចំណេញហើយហេចំណេញហើយបន្ទាប់មកគឺត្រូវរកហាងលក់វត្ថុបុរាណដែលមានសុវត្ថិភាពដើម្បីលក់រូបនាក្រុមក្រញាំ 5 នេះយកលុយថៅកែរបស់អ្នកណែណារំខានហើយថៅកែរបស់អ្នកចេញមកខ្ញុំមានរបស់ល្អចង់លក់ឯងត្រឹមជាអ្នកដឹកជញ្ជូនអាហារអាចមានរបស់ល្អកុំមករំខានថៅកែយើងរកស៊ីធំប្រញាប់ចេញទៅខ្ញុំពិតជាមានរបស់ល្អចង់លក់មែនមិនជឿអ្នកមើលទៅរបស់ធនអនស្អីហ្នឹងក៏សមនឹងចូលមកអាគារលីងហួយរបស់ឯងដែរឈប់ភ្លាមរបស់បុរាណរបស់ភ្ញៀវឯងចេះតែហ៊ានបោកចោលតាមតែនេះជារបស់ខ្លាំងមិនមានតម្លៃអីផងថែមទាំងចង់យកមកលក់នៅហាងខ្ញុំបោកវាចោលឥឡូវហ្នឹងកុំឲ្យវាទៅបោកប្រាស់គេទៀតមនុស្សមានភ្នែកតែគ្មានគ្រាប់រូបនាក្រុមក្រញាំ 5 នេះជារបស់ពិតស្ទើរតែត្រូវឯងបំផ្លាញទៅហើយឯងត្រូវបានបញ្ឈប់ពីការងារហើយចេញទៅឥឡូវនេះថៅកែខ្ញុំដឹងខុសហើយឯងត្រូវបញ្ឈប់ចេញខ្ញុំមិនចង់និយាយលើកទី 2 ទេប្អូនប្រុសរូបនាក្រុមក្រញាំ 5 នេះប្អូនចង់លក់តម្លៃប៉ុន្មាន 80000 បានខ្ញុំវេឲ្យប្អូនឥឡូវនេះពិតជាសំឈ្មោះជាថៅកែអាគារលីងមួយផ្លែតក៏អាចដឹងពីតម្លៃរបស់រូបនាក្រុមក្រញាំ 5 នេះបើចឹងអរគុណថៅកែលីនហើយថៅកែលីនចានពុកនេះពណ៌ខៀវនេះត្រូវបានបញ្ជាក់ដោយកម្ពុជាអ្នកជំនាញវត្ថុបុរាណតម្លៃ 2 លានលោកទិញយកទៅប្រសិនបើចានពុកនេះពណ៌ខៀវនេះជារបស់ពិតក្នុងសម័យឈៀនឡុងរាជវង្សឆេងមែនតម្លៃ 2 លានក៏អាចទទួលយកបានរបស់ខ្លាំងតម្លៃ 20 យន្តថៅកែលីនប្រសិនបើចាននេះជារបស់ខ្លាំងជាចានខ្លាំងទៅវិញរបស់ខ្លាំងអាអ្នកដឹកជញ្ជូនអាហារថោកឯងនិយាយផ្ដេសផ្ដាសអីនេះគឺជារបស់បុរាណសម័យឈៀនឡុងរាជវង្សឆេងតម្លៃ 2 លានអាហាររបស់ឯងចប់ប្រញាប់ចេញទៅប្អូនប្រុសប្អូនចេះមើលវត្ថុបុរាណដែរបាទចេះខ្លះដែរចុះប្អូនអាចប្រាប់បានទេថាហេតុអ្វីបានជាចានពុកមាសពណ៌ខៀវនេះខ្លាំងចានពុកមាសពណ៌ខៀវនេះច្បាស់ណាស់ថាប្រើបច្ចេកទេសធ្វើឲ្យចាស់សម័យបច្ចុប្បន្នរបស់វាសឹកមិនស្មើគ្នាស្នាដៃផលិតគំរូកម្រើហើយលោកមើលកន្លែងនេះមើលច្បាស់ណាស់ថាជារបស់ខ្លាំងតម្លៃយ៉ាងច្រើន 20 យន្តពិតជាបច្ចេកទេសធ្វើឲ្យចាស់មែនមិនមែនជារបស់សម័យឈៀនឡុងរាជវង្សឆេងអីនោះទេលោកត្រូវបកស្រាយឲ្យសមហេតុផលបើមិនចឹងទេខ្ញុំមិនលើកលែងឲ្យលោកទេថៅកែលីនគេគ្រាន់តែជាអ្នកដឹកអាហារប៉ុណ្ណោះហេតុអ្វីលោកជឿគេទៅវិញអូខ្ញុំនឹកឃើញហើយខ្ញុំយកច្រឡំខ្ញុំទៅយកមកឲ្យលោកវិញយកមែនទេណាប្អូនប្រុសទេខ្ញុំគួរតែហៅប្អូនថាលោកលាវខ្ញុំចង់អញ្ជើញលោកឲ្យចូលរួមជាមួយអាគារលីងហួយរបស់យើងធ្វើជាប្រធានអ្នកជំនាញវត្ថុបុរាណប្រចាំអាគារលីងហួយប្រាក់ខែមួយខែ 500,000 ចាប់អារម្មណ៍ទេបើថៅកែលីនអញ្ជើញដោយស្មោះខ្ញុំក៏ពិបាកបដិសេធដែរខ្ញុំយល់ព្រមមួយខែ 500,000 ចាត់ទុកថាជាចំណូលមិនអន់ដែរថែមទាំងថៅកែលីនក៏ជាមនុស្សល្អ
ដោយមានឋានៈនិងបណ្ដាញទំនាក់ទំនងរបស់គាត់ថ្ងៃក្រោយចង់រកលុយធំគឺងាយស្រួលណាស់ដើម្បីបង្ហាញពីការស្មោះត្រង់របស់ខ្ញុំបើកប្រាក់ខែមួយខែឲ្យលោកមុនលោកយកទៅចាយសិនទៅម្យ៉ាងទៀតខ្ញុំនឹងមិនកម្រិតសេរីភាពរបស់លោកទេត្រូវហើយបន្តិចទៀតលោកមានការអីទេអាចកំដរខ្ញុំទៅជួបមនុស្សម្នាក់បានទេគាត់មានប្រមូលបានរបស់បុរាណមួយចង់លក់ឲ្យខ្ញុំចង់ឲ្យលោកជួយពិនិត្យមើលបន្តិចបាទខ្ញុំក៏គ្មានការអីដែរបញ្ហាតោះទៅបាទថៅកែឈិនបាទថៅកែលីនលោកមកហើយពួកលោកចាំបន្តិចសិនញ៉ាំតែសិនចាំគ្រូធំនីវពិនិត្យរបស់ល្អឲ្យខ្ញុំសិនថៅកែលីននេះជាអ្នកណានេះគឺជាកម្ពុជាអ្នកជំនាញវត្ថុបុរាណលេខ1នៅគ្រូធំនីវពិនិត្យវត្ថុបុរាណ360មិនដែលខុសសំដងណាឡើយគឺជាគ្រូធំដែលមានឈ្មោះល្បីនៅជីងលីងខ្លាំងយ៉ាងនេះអេគ្រូធំនីវតើចានពេងកែវ7ពណ៌របស់ខ្ញុំនេះមានតម្លៃប៉ុន្មានដែរថៅកែឈិនចាំបន្តិចខ្ញុំនឹងប្រាប់លទ្ធផលភ្លាមថៅកែវ7ពណ៌ជារបស់ខ្លាំងតម្លៃ100យុនខ្ញុំទិញមកអស់20,000ឯណោះខ្ញុំចង់ឲ្យវាមានតម្លៃជាងនេះខ្ញុំចង់ឲ្យវាមានតម្លៃជាងនេះសុំទោសផងគ្រាន់តែពិនិត្យធំមួយប៉ុណ្ណឹងត្រូវការពេលយូរយ៉ាងនេះដែរម្យ៉ាងទៀតនេះគ្រាន់តែជារបស់ខ្លាំងខ្លាយថៅកែឈិននេះជាអ្នកណាលោកមិនដឹងទេថាពេលខ្ញុំកំពុងពិនិត្យគឺមិនអនុញ្ញាតឲ្យអ្នកណាជ្រៀតជ្រែកទេនេះជាមនុស្សដែលថៅកែលីននាំមកខ្ញុំប្រាប់គេមិនឲ្យនិយាយឥឡូវហើយថៅកែលីនលោកប្រាប់មិត្តភក្តិលោកផងកុំឲ្យរំខានគ្រូធំនីវកំពុងពិនិត្យលោកលាវពួកយើងចាំគ្រូធំនីវពិនិត្យចប់សិនទៅមិនថាជារបស់ខ្លាំងខ្លាយឬរបស់ល្អចាំគ្រូធំនីវមើលចប់សិនចាំនិយាយថៅកែឈិនចានពេងកែវ7ពណ៌នេះធ្វើឡើងក្នុងសម័យរាជវង្សថាងក្បាច់រចនាធម្មជាតិល្អិតល្អន់ពណ៌ទាំង7រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះតាមរយៈការពិនិត្យរបស់ខ្ញុំជារបស់ពិតប្រាកដតម្លៃប្រហែលជា1,200,000ហ៊ីយ៉ាល្អណាស់ហាហាអរគុណគ្រូធំនីវថ្លៃពិនិត្យ30,000ខ្ញុំនឹងវេលចូលកាន់នេះលោកបន្តិចទៀតហេអាល្អិតអំបញ្ញនឹងឯងថារបស់នេះជារបស់ខ្លាំងខ្លាយមានភស្តុតាងអីបើឯងអាចរកភស្តុតាងបានថ្លៃពិនិត្យ30,000នេះនឹងខ្លាយជារបស់ឯងហឺតាខ្វាក់ម្នាក់នេះចង់ឲ្យលុយខ្ញុំចាយទេបើចឹងមែនខ្ញុំទទួលយកហើយចានពេងកែវ7ពណ៌នេះតាមពិតជារបស់ខ្លាំងខ្លាយសម័យបច្ចុប្បន្នប្រើបច្ចេកទេសលាបពណ៌សម័យទំនើបពណ៌ងាយនឹងរបើកណាស់ជូតតិចក៏ចេញដែរមិនជឿលោកសាកមើលទៅនេះវាអាចទៅរួចយ៉ាងម៉េចខ្ញុំធ្លាប់ពិនិត្យវត្ថុបុរាណ360ដងខុសសោះមិនក៏ទៅជាបែបនេះបាននេះខ្ញុំទិញមកអស់20,000ណាតែជាទិញចំរបស់ខ្លាំងខ្លាយលោកលាវលោកពិតជាខ្លាំងមែនតែជាឈ្នះគ្រូធំនីវទៅទៀតត្រឡប់ទៅវិញខ្ញុំដំឡើងប្រាក់ខែទាំងនេះសុទ្ធតែជាចំណេះដឹងពិនិត្យវត្ថុបុរាណមូលដ្ឋានប្រយ៉ាងទៀតអំបញ្ញមិញខ្ញុំក៏បានរំលឹកសំខាន់គឺគាត់មិនជឿខ្ញុំឯងឈ្មោះអីរៀនជាមួយគ្រូណាខ្ញុំឈ្មោះលាវឆានមានគ្រូទេគ្រាន់តែចូលចិត្តរបស់បុរាណខ្លះចឹងក៏រៀនចំណេះដឹងខ្លះទៅចឹងឯងចង់ធ្វើជាកូនសិស្សអញទេអញអាចបង្រៀនកលិះទាំងអស់របស់អញទៅឯងសូមនិយាយត្រង់ចុះសមត្ថភាពលោកមិនទាន់គ្រប់គ្រាន់ធ្វើជាគ្រូខ្ញុំទេមែនហើយបើឯងព្រមធ្វើជាកូនសិស្សអញអាចពិចារណាបានឈប់សិនអំបញ្ញមិញពួកយើងបានភ្នាល់គ្នា30,000មិនដែរមិនចង់ឲ្យលុយហើយចង់ទៅចឹងទេហឺអញវេឲ្យឯងទទួលលុយបាន30,000យុនអរគុណគ្រូធំនីវសម្រាប់30,000អាល្អិតអញហ៊ានភ្នាល់ជាមួយអញម្ដងទៀតទេបើឯងឈ្នះអញសុំទោសឯងតែបើឯងចាញ់យក30,000អំបញ្ញមិញមកឲ្យអញវិញបានតែបើខ្ញុំឈ្នះលោកត្រូវឲ្យខ្ញុំ1លានស្រួលនិយាយទេឯងចង់ភ្នាល់អីពិនិត្យវត្ថុបុរាណភ្នាល់កាត់ថ្មឬក៏វេផ្សេងទៀតចឹងភ្នាល់កាត់ថ្មចុះអាល្អិតភ្នាល់កាត់ថ្មជាជំនាញរបស់អញលើកនេះឯងចាញ់ច្បាស់ហើយអាល្អិតអំបញ្ញមិញគ្រូធំនីវមើលខុសប៉ុន្តែគ្រូធំនីវពូកែបំផុតគឺខាងភ្នាល់កាត់ថ្មគាត់មានភ្នែកទឹកយូរមកហើយធ្លាប់កាត់បានត្បូងអធិរាជបៃតងតម្លៃ20លាននៅពិធីដេញខ្លាយជីងលីងឯងភ្នាល់ជាមួយគាត់ឯងច្បាស់ជាចាញ់ហើយចឹងហេលោកនិយាយបែបនេះមានន័យថាលោកក៏ចង់ភ្នាល់ជាមួយខ្ញុំដែរមានអីមិនហ៊ានបើឯងឈ្នះខ្ញុំផ្ទាល់នឹងឲ្យឯង1លានតែបើចាញ់ឯងត្រូវសុំទោសគ្រូធំនីវហើយត្រូវឲ្យពួកយើងម្នាក់1លានឯងហ៊ានទេមានអីមិនហ៊ានហាលោកលាវលោកកំភ្នាល់ជាមួយគ្រូធំនីវអីគាត់គឺជាកម្ពូលក្នុងវិស័យភ្នាល់កាត់ថ្មគ្មានសង្ឃឹមឈ្នះទេថៅកែលីនចាំបន្តិចទៀតឲ្យលោកមើលសមត្ថភាពភ្នាល់ថ្មរបស់ខ្ញុំនិយាយមកយើងរើថ្មពីតូបឬទៅរើក្នុងហាងវត្ថុបុរាណហាងខ្ញុំមានថ្មមួយចំនួនស្រាប់ពួកលោកអាចរើតាមចិត្តអ្នកណាកាត់ចេញត្បូងមានតម្លៃជាងអ្នកនោះឈ្នះសូមរើចុះឯងសារភាពចាញ់ឥឡូវនៅទាន់ពេលណាក្នុងវិជ្ជានុក្រមជីវិតខ្ញុំគ្មានពាក្យថាសារភាពចាញ់ទេកង្កែបក្នុងថ្មតម្លៃ2លានស្មានមិនដល់ថាជាហ្វូស៊ីលសត្វល្អិតនេះគឺជារបស់កម្ររកបានលើកនេះខ្ញុំប្រកាសជាចំណេញ5លានពិតជាស្រួលណាស់ថ្មពណ៌ខ្មៅគំរោះគំរោយរបស់ឯងនេះអាចកាត់ចេញត្បូងដែរគួរឲ្យអស់សំណើចហាកាត់ចេញឬមិនចេញបន្តិចទៀតលោកនឹងដឹងហើយលោកលាវថ្មនេះធម្មតាពេកហើយ
ពិបាកនឹងមានត្បូងណាស់ឬមួយពួកយើងដូរមួយដុំទៀតទៅមិនអីទេគឺថ្មដែលមើលទៅធម្មតានេះហើយដែលអាចធ្វើឲ្យយើងរកលុយបានថ្មរបស់ឯងនឹងទុកចោលនៅជ្រុងយូរហើយគ្មានអ្នករើសនិយាយឲ្យចំទៅគឺជាថ្មគ្មានបានការលើកនេះឯងចាញ់ច្បាស់ហើយហឺខ្ញុំរំលឹកឯងមួយបើឯងចាញ់ឯងត្រូវសងពួកយើង2 លាន 3 សែនណាអីយ៉ាទោះជាថ្មគ្មានបានការក៏ឈ្នះពួកលោកបានដែរក្អេងក្អាងឯងនឹងឲ្យឯងឃើញថាឯងកាត់បានត្បូងអធិរាជបៃតងដោយរបៀបណាឃើញទេទោះមិនមែនជាអធិរាជបៃតងតែយ៉ាងហោចណាស់ក៏ជាត្បូងបៃតងតម្លៃ200000ហាហាជាងកាត់ថ្មខ្ញុំម្ដងនេះបែរជា fossil សត្វល្អិតថែមទាំងជា fossil កង្កែបទៀតយ៉ាងហោចណាស់ក៏មានតម្លៃ2 លានឡើងទៅដែរមិនអាចទៅរួចនេះច្បាស់ណាស់ថាជាថ្មគ្មានបានការមិនក៏គេអាចដឹងថាខាងក្នុងមាន fossil សត្វល្អិតទៅវិញនេះមិននឹងអាចទៅរួចនេះលោកលាវលោកពិតជាខ្លាំងពេកហើយឥឡូវទៅខ្ញុំដឹងថាឈ្មោះគ្រូធំនីវនេះគ្រាន់តែជាឈ្មោះคล้ายឈ្មោះល្បីទាំងនេះសុទ្ធតែជាការអួតទេដឹងថៅកែឆិនថៅកែ7000នោះសំណាងហើយដែលខ្ញុំមិនទិញបើមិនចឹងទេខ្ញុំខាត់ធ្ងន់ហើយអេថៅកែឆិនលោកទៅរកគ្រូជំនាញវត្ថុបុរាណមកពីណាសមត្ថភាពខ្លាំងជាងគ្រូធំនីវទៅទៀតប្រាប់លោកមិនបានទេលោកគ្រាន់តែដឹងថាគ្រូជំនាញវត្ថុបុរាណរបស់ខ្ញុំថ្ងៃក្រោយនឹងក្លាយជាកម្ពុជាបរមគ្រូនៅទូទាំងប្រទេសមើលតាមសមត្ថភាពអំបញ្ញមិញលោកលាវពិតជាមានសមត្ថភាពបែបនេះមែនខ្ញុំចាញ់ហើយឥឡូវខ្ញុំវេលុយទៅឲ្យលោកលាវបាទលោកលាវខ្ញុំចាញ់អស់ចិត្តហើយសមត្ថភាពភ្នាល់ថ្មរបស់លោកធ្វើឲ្យខ្ញុំគោរពណាស់ខ្ញុំមាននំពោមួយអាចរាប់អានគ្នាជាមិត្តបានទេថ្ងៃក្រោយលោកត្រូវការអ្វីខ្ញុំមិនបដិសេធទេមិនវាមិនស្គាល់គ្នាពួកយើងឥឡូវមិនមែនជាមិត្តនឹងគ្នាហើយទេយេពាក្យថាមិនវាមិនស្គាល់គ្នាពិតជាល្អណាស់ខ្ញុំមើលមនុស្សខុសហើយហ៊ានភ្នាល់ហ៊ានសងឥឡូវវេលុយដែលចាញ់ទៅឲ្យលោកលាវភ្លាមឆិនខាងអ្នកគិតរឿងលុយទៅអាឡូបងជីដូនមួយសៀវឆាប់នាំអ្នកជំនាញមើលរបស់អ្នកមកផ្សារបុរាណខ្ញុំកំពុងចូលរួមការភ្នាល់ថ្មចាញ់អស់2 លានហើយបងជីដូនមួយបងមិនចេះរឿងភ្នាល់ថ្មផងមិនក៏ចេះតែហ៊ានទៅភ្នាល់ជាមួយគេខ្ញុំឲ្យឯងមកជួយខ្ញុំមិនមែនឲ្យតែមកស្ដីឲ្យខ្ញុំទេឥឡូវខ្ញុំរកបានគ្រូជំនាញខ្លាំងម្នាក់ហើយគាត់ថែមទាំងឈ្នះគ្រូជំនាញលេខ1នៅជីនលីងនីវយូវិនទៀតផងឥឡូវខ្ញុំនាំគាត់ទៅហើយល្អណាស់ហឹមលោកលាវខ្ញុំត្រូវការជំនួយពីលោកខ្ញុំឲ្យថ្លៃឈ្នួល500000ដាច់ដោយឡែកបានទេគ្មានបញ្ហាលាវមូឆាំងអ្នកចាញ់អស់2 លានហើយនៅហ៊ានភ្នាល់ជាមួយខ្ញុំទៀតមានអីដែលមិនហ៊ាននោះបន្តិចទៀតអូនជីដូនមួយខ្ញុំនឹងនាំអ្នកជំនាញរបស់គេមកជួយខ្ញុំហើយថ្ងៃនេះលោកចង់ភ្នាល់ធំប៉ុណ្ណាក៏ខ្ញុំកំដរដែរបើប្រធានលាវមានចិត្តក្លាហានបែបនេះចឹងបន្តិចទៀតពួកយើងលេងឲ្យធំតែម្ដងទៅបានតើបងជីដូនមួយពួកខ្ញុំមកដល់ហើយបងជីដូនមួយម្នាក់នេះគឺជាអ្នកជំនាញលេខ1របស់លីងហ៊ុយឡៅយើងអំបញ្ញមិញគឺគាត់នេះហើយដែលបានឈ្នះលោកគ្រូនីវក្នុងការភ្នាល់ថ្មបងកុំបារម្ភអីថ្ងៃនេះមានគាត់នៅទីនេះបងប្រកាសជាឈ្នះលុយមិនខានហឹមលាវមូឆាំងអ្នកតច្រកហើយមែនទេបានជាទៅរកអ្នកដឹកម្ហូបមកជួយភ្នាល់ថ្មបែបនេះអ្នកគិតថាខ្លួនឯងចាញ់នៅមិនទាន់គ្រប់គ្រាន់ទៀតបាងយាយឯងបិទមាត់ទៅសៀវឯងមិនមែនចាញ់បោកគេទេដឹងគេគ្រាន់តែជាអ្នកដឹកម្ហូបម្នាក់ប៉ុណ្ណោះចេះភ្នាល់ថ្មបានយ៉ាងម៉េចបងជីដូនមួយបងមិនអាចមើលមនុស្សតែសម្ពកក្រៅបានទេបងស្ដាប់ខ្ញុំទៅយកអញចេះចោះបើចាញ់លុយខ្ញុំជាអ្នកចេញឲ្យប៉ុណ្ណឹងបានហើយនៅប៉ុន្តែបើលោកលាវជួយបងឈ្នះលុយវិញបងត្រូវឲ្យថ្លៃឈ្នួលគាត់500000ណាចូលព្រមលោកលាវការភ្នាល់ថ្មបន្តពឹងលើលោកហើយបើអ្នកជាបងជីដូនមួយរបស់ថៅកែលីចឹងខ្ញុំជួយអ្នកម្ដងចោះសម័យនេះសំបីតែអ្នកដឹកម្ហូបក៏ចេះភ្នាល់ថ្មដែរវាដូចជារឿងនិទានពេកហើយខ្ញុំក៏ចង់ឃើញដែរថាអ្នកដឹកម្ហូបម្នាក់នេះនឹងអាម៉ាស់មុខរបៀបណាទាំងពីរអ្នកត្រៀមភ្នាល់ប៉ុន្មានដែរឲ្យឱកាសទៅឯងថាទៅចឹងខ្ញុំមិនក្រែងចិត្តហើយពួកយើងភ្នាល់10 លានអ្នកណាដែលចាញ់ត្រូវឲ្យភាគីម្ខាងទៀត10 លានសូមថៅកែធ្វើជាសាក់សីផងបានអាល្អិតឯងមានលុយទាំងនេះទេហ៊ានមកភ្នាល់ធំជាមួយខ្ញុំគ្មានលុយច្រើនចឹងទេប៉ុន្តែពួកគេមានមិនដែរលោកមិនហ៊ានទេដឹងមានអីដែលមិនហ៊ាននោះនេះឯងច្បាស់ជាចង់យកលុយមកឲ្យខ្ញុំហើយតាខ្ញុំខ្លាចអីថ្មទាំងនេះឯងរើសតាមចិត្តចោះលោកលាវសូមត្បូងបៃតងអធិរាជម៉ូលីតម្លៃ2 លាន 5 សែនគ្រាប់គូជ្រៀតត្រីសុទ្ធតម្លៃ5 3 លានហាឯងចេះរើសថ្មអត់នឹងទៅរើសថ្មនៅកន្លែងគំនរអេតចាយសៀវលោកលាវចេះភ្នាល់ថ្មពិតអត់នឹងមិនក៏គាត់ទៅរើសថ្មពីគំនរអេតចាយចឹងនេះមិនមែនធ្វើឲ្យពួកយើងចាញ់លុយទេអីបងជីដូនមួយបងកុំបារម្ភអីបងត្រូវជឿជាក់លើភ្នែកទិព្វរបស់លោកលាវគាត់ប្រកាសជាមិនធ្វើឲ្យបងអស់សង្ឃឹមទេបងទុកចិត្តចុះអាយ៉ាហឹមទាំងពីរអ្នករើសរួចហើយចឹងពួកយើងចាប់ផ្ដើមកាត់ថ្មទៅតោះចេញហើយអាយ៉ាឃើញពណ៌បៃតងហើយ
នេះគឺជាត្បូងកែវបៃតងគុណភាពកម្ពុជាតម្លៃ2លាន5 1សែនឯណោះអបអសាទរប្រធានវាងនេះគឺជាត្បូងកែវបៃតងអធិរាជតម្លៃ2លាន5 1សែនណាហាសាអាល្អិតនេះហើយគឺជាសមត្ថភាពរបស់ខ្ញុំថាឯងឆាប់សារភាពចាញ់ទៅល្អជាងខ្ញុំសារភាពចាញ់របស់ខ្ញុំមិនទាន់ទាំងកាត់លោកហ៊ានប្រកាសថាខ្ញុំចាញ់ទៅហើយបន្តិចទៀតនេះលោកត្រូវបើកភ្នែកមើលឲ្យច្បាស់ណាថៅកែចាប់ផ្ដើមកាត់ពីចម្ងាយមួយទឹកខាងឆ្វេងបំផុតហាព្រះអើយនេះគឺជាក្របគុជរាត្រីសុទ្ធតម្លៃមិនក្រោម8លានទេព្រះជាម្ចាស់អ្នកដឹកម្ហូបម្នាក់នេះពិតជាកាត់បានរបស់ដែលមានតម្លៃខ្ពស់ជាងមែនពិតជាមិនគួរឲ្យជឿសោះជាក្របគុជរាត្រីសៀវឯងពិតជារកបានអ្នកជំនាញខ្នល់ថ្មដ៏ខ្លាំងម្នាក់មកឲ្យបងជឿហើយនៅបងជីដូនមួយអំបញ្ញមិញបងបារម្ភខុសរឿងហើយមែនហើយថ្ងៃនេះបើមិនបានលោកលីវខ្ញុំមិនដឹងថាត្រូវចាញ់លុយប៉ុន្មានទៀតទេនេះមិនមែនជាការពិតទេឯងប្រកាសជាលេងបន្លំខ្ញុំបន្លំថ្មសុទ្ធតែជារបស់នៅលើតុយ៉ាងទៀតខ្ញុំទឹកតែមកទីនេះលើកដំបូងឲ្យតែលោកឈ្នះគឺជារឿងធម្មតាដល់ពេលខ្ញុំឈ្នះថាខ្ញុំបន្លំចាញ់មិនអស់ចិត្តមែនទេត្រូវហើយប្រធានវាងលោកចាញ់មិនអស់ចិត្តទេបើបែបនេះទេឈ្មោះលោកនឹងត្រូវខូចអស់ហើយថ្ងៃក្រោយគ្មានអ្នកណាហ៊ានរកស៊ីជាមួយលោកទៀតអ្នកណាថាខ្ញុំចាញ់មិនអស់ចិត្តលុយត្រឹម10លានខ្ញុំមានច្រើនណាស់ហឹមឯងកុំអើបានចិត្តពេកហ៊ានភ្នាល់ជាមួយខ្ញុំម្ដងទៀតទេលើកនេះភ្នាល់50លានលោកគិតមើលទៅថាលេងជាមួយគេទៀតបើឈប់ត្រឹមហ្នឹងខ្ញុំនឹងវេលុយថ្លៃឈ្នួល1លានឲ្យលោកឥឡូវនេះបើចង់បន្តភ្នាល់ទៀតឈ្នះគឺជារបស់លោកបើចាញ់ខ្ញុំជាអ្នកចេញបើពួកយើងឈប់ត្រឹមនេះប្រធានវាងម្នាក់នោះប្រកាសជាមិនព្រមទេសូមដាច់ខាត់តែម្ដងទៅយក50លានរបស់គេនោះមកទៀតមកចឹងគេមិនឈួតចិត្តមកទេអីលើកនេះខ្ញុំប្រកាសជាឈ្នះខ្ញុំនឹងយកអ្វីដែលខ្ញុំចាញ់ពីមុនមកវិញទាំងអស់ឯងពូកែខាងភ្នាល់ថ្មខ្ញុំមិនជឿថាឯងពូកែខាងមើលគំនូអក្សរទៀតនោះទេហ៊ានភ្នាល់មើលគំនូជាមួយខ្ញុំទេខ្ញុំមានភ្នែកទឹកមើលមួយផ្លែតដឹងថាគំនូពិតឬខ្លាំងខ្លាយមកប្រកួតមើលរបស់ជាមួយខ្ញុំជាដូចយកពងមាន់ទៅចូលថ្មមែនបើលោកចូលចិត្តយកលុយមកឲ្យខ្ញុំខ្លាំងចឹងការភ្នាល់មួយនេះខ្ញុំយកព្រមថៅកែជីនសូមយកគំនូមួយទាំងក្នុងហាងលោកចេញមកឲ្យពួកយើងទាំងពីរពិនិត្យរយៈពេលពិនិត្យ30វិនាទីទេ10វិនាទីពិតជាស័ក្តិសមជាប្រធានវាងពិតជាហ៊ានដាក់ខ្លួនឯងមែនចៃដន្យឲ្យអីក្នុងហាងខ្ញុំមានគំនូដែលខ្ញុំទុកយូរហើយមួយចាំខ្ញុំទៅយកមកគំនូនេះឪពុកខ្ញុំជាអ្នកទិញមកកាលពីមុនខ្ញុំបំរុងលក់ចេញតែគាត់មិនព្រមខ្ញុំក៏ចេះតែទុកទៅលើកនេះបើពួកលោកមិននិយាយខ្ញុំភ្លេចគំនូនេះបាត់ទៅហើយនេះគឺជាគំនូកសេះ100ក៏របស់ឡាងស៊ីនីងសម័យឈីងឥឡូវពួកលោកចាប់ដើមពិនិត្យចុះខ្ញុំនឹងឲ្យឯងឃើញថាម៉េចហៅថាជំនាញមើលរបស់កម្ពុជាសម្ដីកុំនិយាយពេញពេកប្រយ័ត្នខ្មាស់គេសេះ100ក៏ខ្លាំងខ្លាយតម្លៃ5000ខាងក្នុងមានលក្ខគំនូទឹកថ្នាំរបស់ທາງយិនតម្លៃ100លានតម្លៃ100លានខ្ញុំមើលចប់ហើយនេះគឺជាស្នាដៃពិតរបស់ឡាងស៊ីនីងសម័យឈីងគាត់ប្រើបច្ចេកទេសគូចម្រុះបូកព្រានឹងបោះចំពន្លឺនិងរូបរាងសេះដូចពិតយ៉ាងហោចណាស់ក៏តម្លៃ800000ដែរនេះគឺជាគំនូខ្លាំងខ្លាយតម្លៃ5000អាហាល្អិតឯងនិយាយផ្ដេសផ្ដាសគ្រូរបស់ខ្ញុំគឺលោកជូកុងមីងគាត់គឺជាអ្នកជំនាញមើលគំនូលេខ1នៅតាសាឯងមានទាំងសង្ស័យលើកូនសិស្សរបស់គាត់ឯងពិតជាមានមុខមែនឯងអាំងអីមកថាគំនូនេះខ្លាំងខ្លាយគំនូនេះប៉ាខ្ញុំចំណាយលុយ500000ទិញមកណារូបសេះនេះគូមកក្រឹមណាស់ហើយពន្លឺលើខ្លួនសេះក៏អន់ដែរខ្ញុំនិយាយត្រង់ទៅចុះសេះនេះគឺកាត់ទឹកភ្ជាប់ទេយកទឹកមកសាកទៅដឹងពិតឬខ្លាំងខ្លាយហើយបានអ្នកទាំងអស់គ្នាឃើញទេគំនូនេះខ្លាំងខ្លាយមែនចប់ហើយពិតមែនតើបើជាគំនូពិតគួរតែគូមួយជាប់គ្នាពណ៌ជ្រាបចូលក្រដាសមិនមែនបិទពីលើទេនឹកស្មានមិនដល់ថាកន្លែងកំបាំងប៉ុណ្ណឹងក៏គាត់មើលឃើញដែរពិតជាមានសមត្ថភាពថ្នាក់គ្រូជំនាញមែនតើគាត់មើលដឹងដោយរបៀបណាទៅប៉ាខ្ញុំដឹងថាគំនូនេះខ្លាំងខ្លាយប្រកាសជាខឹងស្លាប់ហើយយកអញចេះចុះគំនូរបស់លោកមួយនេះខ្ញុំឲ្យ10000ទិញយកលោកគិតមិនដែរគំនូនេះខ្លាំងខ្លាយហើយលោកទិញវាធ្វើអីគំនូមួយនេះធ្វើឲ្យខ្ញុំរកលុយបាន50លានជាអនុស្សាវរីយ៍ដែរបានខ្ញុំលក់ខាងក្នុងជាស្នាដៃពិតរបស់ທາງប៉ាខ្ញុំចំណេញបានរបស់តម្លៃ100លានហើយលោកលីវលោកពិតជាពូកែខ្លាំងណាស់ចាប់ពីថ្ងៃនេះទៅលោកគឺជា idol របស់ខ្ញុំលោកលីវសូមរក្សាទុកគំនូឲ្យបានល្អស្កេនលុយមកសូមដល់វិញលោកហើយនេះមើលទៅដូចជាមិនចង់ឲ្យលុយសោះនៅទីនេះមានមនុស្សច្រើនណាស់កំពុងមើលបើរឿងនេះលេចចេញក្រៅក្រុមហ៊ុនលោកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកុំព្រោះតែរឿងតូចធ្វើឲ្យខូចរឿងធំអីវាងយាអ្នកចាញ់ហើយអ្នកចង់បន្លំកែខ្ញុំមិនព្រមដាច់ខាតម្យ៉ាងទៀតការភ្នាល់នេះអ្នកជាអ្នកកំណត់ប្រធានវាងធ្វើឲ្យខ្ញុំមើលងាយមែនចាញ់មិនអស់ចិត្តសុទ្ធតែជាការភ្នាល់របស់ខ្លួនឯងសមត្ថភាពមិនដល់នៅចង់រកលោកលីវភ្នាល់ទៀតឥឡូវចាញ់ហើយមិនឲ្យលុយពិតជាកំណាញ់ស្វិតមែនមនុស្សបែបនេះគួរតែដាក់ចូលបញ្ជីខ្មៅអិនទៀនហើយអ្នកណាថាខ្ញុំចាញ់មិនអស់ចិត្តខ្ញុំគ្រាន់តែប្រតិកម្មយឺតបន្តិចប៉ុណ្ណោះលុយត្រឹម50លានខ្ញុំវេលឲ្យគេឥឡូវនេះលុយប៉ុណ្ណឹងខ្ញុំរកតែមួយផ្លែតក៏បានដែរអរគុណ50លានរបស់ប្រធានវាងលើកក្រោយបើចង់ភ្នាល់ថ្មចាំមករកខ្ញុំទៀតប៉ុន្តែលើកក្រោយការភ្នាល់ត្រូវតែធំជាងនេះឆាអូយប្រធានវាងខ្ញុំខុសឯងនឹងលោកលីវ
សមត្ថភាពភ្នាល់ធ្ងន់នឹងមើលរបស់លោកពិតជាលើសពីការគិតរបស់ខ្ញុំតែខ្ញុំបានស្គាល់លោកថ្ងៃនេះពិតជាគិតយល់ដល់ធំធេងបំផុតរបស់ខ្ញុំថ្លៃឈ្នួល1 លានខ្ញុំវេឲ្យលោកឥឡូវនេះណាលោកលីវមើលរបស់តែម្ដងរកបាន50 លានពួកយើងឃើញហើយពិតជាច្រើនណាស់មិនមែន50 លានទេនិយាយឲ្យចំទៅគឺចំណេញបាន200 លាននឹងហើយ200 លានលោកលីវតើរូបគំនូរនេះជារបស់ពិតមែនទេរូបគំនូរសេះ100នេះពិតជាคล้ายមែនប៉ុន្តែនៅខាងក្នុងមានអាថ៌កំបាំងពួកអ្នកមើលចុះនៅខាងក្នុងនេះមានរូបគំនូរពិតរបស់ថេងយ៉ែនយ៉ាងហោចណាស់ក៏មានតម្លៃ100 លានដែរលោកលីវតើភ្នែករបស់លោកធ្លាប់ដុតក្នុងថ្នាំទឹកមែនទេបើមិនចឹងទេមិននឹងអាចរកឃើញអាថ៌កំបាំងដែលលាក់ទុកបានអរគុណសម្រាប់ការសរសើរហើយខ្ញុំមានអារម្មណ៍ថាមិនយូរទេត្រឹមតែ1 ខែលោកអាចនឹងរកបាន3000 លាននេះគ្រាន់តែជាការប៉ាន់ស្មានទៀតប៉ុណ្ណោះសូមឲ្យពិតដូចសម្ដីលោកបើគ្មានការអីទៀតទេខ្ញុំសូមទៅសិនហើយលោកលីវសូមរងចាំបន្តិចយប់នេះមានកម្មវិធីដេញថ្លៃមួយគឺជាការប្រកួតប្រជែងរវាងគ្រួសារលីវរបស់ខ្ញុំនិងគ្រួសារលីវចាញ់ខ្ញុំត្រូវរៀបការជាមួយកូនប្រុសអោបដៃរបស់គ្រួសារតែខ្ញុំមិនចង់រៀបការជាមួយគេទេសូមលោកជួយខ្ញុំផងអ្នកកុំបារម្ភថ្លៃនឿយហត់នឹងមិនខ្វះទេចូលព្រមលោកលីវលោកមកហើយលើកនេះលោកត្រូវតែឈ្នះសុភមង្គលរបស់ខ្ញុំពឹងលើលោកទាំងស្រុងហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពត្រូវហើយនៅមានរឿងមួយទៀតដែលត្រូវឲ្យលោកជួយនៅពេលសំស្របត្រូវការឲ្យលោកធ្វើជាសង្សារคล้ายៗរបស់ខ្ញុំបាននេះថេងមកលៀនម្លេះតើទ្រាំមិនបាននឹងចង់រៀបការជាមួយខ្ញុំហើយមែនទេអញក៏ជឿជាក់លើខ្លួនឯងពេកហើយខ្ញុំមិនមានចំណាប់អារម្មណ៍លើអញសោះឡើយមីឆេងការដេញថ្លៃយប់នេះគ្រូសាខែយើងឈ្នះប្រកាសហើយគ្រូសាលីវរបស់នាងគ្មានឱកាសឈ្នះទេលើកលែងតែនាងយកព្រមរៀបការជាមួយខ្ញុំអាចនឹងបណ្ដៃខ្លះឲ្យគ្រូសាលីវរបស់នាងឈ្នះយ៉ាងម៉េចដែរមិនត្រូវការទេគ្រូសាលីវយើងលើកនេះឈ្នះប្រកាសមិនត្រូវការការដាក់ទានរបស់អញទេហើយខ្ញុំបានរកឃើញអ្នកជំនាញមើលវត្ថុបុរាណដែលខ្លាំងជាងគ្រូសាខែរបស់អញទៅទៀតព្រមទាំងគាត់ក៏ជាសង្សាររបស់ខ្ញុំដែរលីវមីខេងខ្ញុំមិនខ្វល់ថានាងរកបានអ្នកជំនាញមើលវត្ថុបុរាណរបស់ខ្ញុំនឹងឈ្នះដល់ពេលនោះនាងនៅតែត្រូវរៀបការជាមួយខ្ញុំដដែលលីវសេហេការដេញថ្លៃថ្ងៃនេះគ្រូសាលីវរបស់ឯងនៅតែនឹងចាញ់ដដែលខ្ញុំណែនាំឲ្យឯងឆាប់យកព្រមឲ្យគ្រូសាខាបញ្ចូលគ្នាទៅហើយលើកកូនស្រីឯងឲ្យមកកូនប្រុសខ្ញុំមកខ្ញុំណែនាំឯងកុំឲ្យរឹងរូសពេកបើមិនចឹងទេទទួលផលវិបាកដោយខ្លួនឯងទៅគឺសេខេងដកចរិតកាំងរបស់ឯងនោះចេញទៅការដេញថ្លៃមិនទាន់ទាំងចាប់ផ្ដើមផងមិនក៏គិតថាគ្រូសាលីវខ្ញុំនឹងចាញ់ទៅខ្ញុំប្រាប់ឯងឲ្យដឹងលើកនេះគ្រូសាលីវយើងច្បាស់ជាឈ្នះពួកឯងហឺលីវសេហេខ្ញុំឆ្ងល់ថាហេតុអីឯងមានទំនុកចិត្តម្លេះតាមពិតគឺរកបានអ្នកជំនាញមើលវត្ថុបុរាណខ្ញុំមើលទៅគេនៅក្មេងណាស់ប្រហែលជាគ្មានបទពិសោធន៍អីទេឯងពិតជាឈឺធ្ងន់ចេះតែរកថ្នាំលេបផ្ដេសផ្ដាសហើយមេគ្រូសាខាប្រយ័ត្នសម្ដីរបស់លោកផងថ្ងៃនេះពួកលោកមិនអាចឈ្នះពួកយើងទេហើយគ្រូសាលីវរបស់ខ្ញុំនឹងលេបយកគ្រូសាខារបស់លោកមីឆេងនាងសម្ដីធំមែនការដេញថ្លៃថ្ងៃនេះមាន3ជុំឲ្យតែពួកនាងឈ្នះ1ជុំខ្ញុំនឹងឲ្យគេ5 លាននិងទ្រព្យសម្បត្តិ1/5នៃគ្រូសាខារបស់ខ្ញុំហឺខ្ញុំថាគ្រូសាលោកធំដុំដែរតែហ៊ានភ្នាល់តែ5 លាននេះដូចជាកំសិតពេកហើយចុះបើខ្ញុំឈ្នះទាំង3ជុំវិញអាល្អិតឯងកាំងមែនអាល្អិតបើឯងឈ្នះ1ជុំគ្រូសាខាយើងឲ្យឯង20 លានបើឈ្នះទាំង3ជុំខ្ញុំនឹងឲ្យទ្រព្យសម្បត្តិទាំងអស់របស់គ្រូសាខែទៅឯងសូម្បីតែខ្ញុំនិងប៉ាខ្ញុំក៏ហៅឯងថាចៅវាយដែរប៉ុន្តែបើឯងចាញ់ជុំទី1ខ្ញុំកាច់ដៃឯងមួយចោលនឹងយកទ្រព្យសម្បត្តិ1/5របស់គ្រូសាលីវយ៉ាងម៉េចដែរហ៊ានលេងអត់បានគ្មានបញ្ហាទេខ្ញុំទទួលយកលីវមីខេងនាងទៅរកបានរបស់ចម្លែកនេះពីណាគ្រូសាលីវរបស់នាងចាញ់ប្រកាសហើយពួកនាងបែបនេះខ្ញុំឈ្នះមិនថ្លៃធ្នូទេហាជឿវែងឯងសើចឲ្យអស់ចិត្តឥឡូវហ្នឹងទៅតិចទៀតឯងសើចលេងចេញហើយសូមទាំងអស់គ្នាស្ងាត់បន្តិចសូមស្វាគមន៍មកកាន់ការដេញថ្លៃនេះការដេញថ្លៃនេះមានសរុប3ជុំឥឡូវនេះចាប់ផ្ដើមបន្ទាប់មកដាក់បង្ហាញរបស់ដេញថ្លៃទី1នេះគឺជាខ្សែកែវលីលីជារបស់ស្ត្រីរាជវង្សសម័យខេងតម្លៃចាប់ផ្ដើម50,000ការដេញថ្លៃបន្ថែមម្ដងមិនតិចជាង10យ៉ាងម៉េចដែរលោកលីវអាចដេញថ្លៃបានទេខ្សែកែវរបស់ខ្លែងសម័យខេងតម្លៃ50 យ៉នមិនអាចដេញថ្លៃបានទេនេះជារបស់ខ្លែងចាំមើលបើពួកគេដេញថ្លៃខ្ញុំនឹងលេងជាមួយពួកគេបន្តិចលីវសេហេអ្នកជំនាញដែលឯងជួលមកមិនពូកែណាស់ទេពួកយើងចាប់ផ្ដើមដេញថ្លៃហើយណា1 លាន 5 សែនហឺគ្រូសាលីវនៅយើងនឹងឲ្យ3 លានលោកយ៉ាងតើខ្សែកែវនេះមានតម្លៃប៉ុន្មានមេគ្រូសាខែតាមខ្ញុំមើលខ្សែកែវនេះមានតម្លៃខ្ពស់បំផុត7 លានអញ្ចឹងល្អខ្ញុំនឹងឲ្យគេស្គាល់ធ្វើដែរយើង5 លានខ្ញុំថាគ្រូសាធំដូចលោកដេញថ្លៃតិចបែបនេះបាត់បង់កិត្តិយសអស់ហើយហេគ្រូសាលីវនៅយើងនឹងឲ្យ1 លាន 5 សែនអីគេអ្នកជំនាញរបស់គ្រូសាលីវនេះឈួតមែនហ៊ានលេងខ្លាំងជាមួយគ្រូសាខាត្រូវហើយនេះគឺធ្វើឲ្យគ្រូសាខឹកពិបាកចុះហើយពួកគេមិនបន្តដេញថ្លៃទេនឹងត្រូវគេសាយចំអកអាល្អិតនេះជាអ្នកចេះដឹងមែនអាត្រឆាននេះដឹងច្បាស់ថាខ្សែនេះតម្លៃខ្ពស់បំផុត7 លានតែជាហ៊ានស្រែកដល់1 លាន 5 សែនមិនបន្តដេញថ្លៃទេច្បាស់ជាត្រូវវាសាយចំអកមុខចាស់របស់ខ្ញុំទុកណែណាបានខ្ញុំនឹងដេញតាមឯងដល់ទីបញ្ចប់7 លានខ្ញុំបោះបង់សូមអបអសាទរមេគ្រូសាខែដែលដេញថ្លៃបានរបស់ខ្លែងអបអសាទរផងគ្រូសាខែចំណាយលុយ7 លានទិញបានរបស់ខ្លែងតម្លៃ50 យ៉នហាព្រះអើយនេះជាល្បិចអីហ្នឹង
មើលទៅមេគ្រូសាខាត្រូវគេបោកហើយអ្នកជំនាញរបស់គ្រូសាលាវនេះមានប្រវត្តិយ៉ាងណាដែរជាមួយមេគ្រូសាខាគាត់គឺជាគ្រូសាទី1នៅយិននឹងណាហេមិនត្រូវទេតើគាត់មើលដឹងថាជារបស់คล้ายៗដោយរបៀបណាឯងនិយាយអ្វីឥឡូវឯងហ៊ានបោកប្រាស់ខ្ញុំការដេញថ្លៃវាមិនមែនបែបនេះទេខ្ញុំមិនបានបង្ខំឲ្យលោកដេញថ្លៃតាមខ្ញុំហើយមើលទៅលោកនាំគ្រូជំនាញមកនេះសមត្ថភាពក៏ធម្មតាដែរសំបីតែរបស់คล้ายៗក៏ដេញថ្លៃយកដែរលោកកុំស្ដាប់ឥឡូវនេះនិយាយមិនសមហេតុតាមបទពិសោធន៍មើលវត្ថុបុរាណច្រើនឆ្នាំរបស់នេះជារបស់សុទ្ធអេខ្សែកែវដែលថាជារបស់ស្ត្រីរាជវង្សថេងនេះមើលទៅទោះបីជាមានស្នាមប្រឡាក់ឈាមក៏ដោយច្បាស់ណាស់ថាជារបស់កែច្នៃសម័យថ្មីពួកលោកមិនជឿទេអាចយកទឹកមកបន្តសាកមើលទៅហានេះមិននឹងអាចទៅរួចតើគេមើលដឹងដោយរបៀបណាឆាប់ចុះមកឲ្យលឿននៅមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទៀតឥឡូវជុំនេះខ្ញុំទទួលស្គាល់ថាចាញ់សល់ពីជុំទៀតចាំមើលគ្នាហាមេគ្រូសាខាជុំទី1ពួកលោកចាញ់20លានហើយអាចវេមកបានហើយអូនៅមានទ្រព្យសម្បត្តិ1/5របស់គ្រូសាខាទៀតឥឡូវទ្រព្យសម្បត្តិ1/5របស់គ្រូសាខ្ញុំខ្លាចឯងស៊ីម្នាក់ឯងមិនអស់មិនបាច់ឲ្យលោកបារម្ភទេជឿវែងឯងគំរាមអ្នកជំនាញរបស់គ្រូសាលាវយើងនៅចំពោះមុខខ្ញុំគិតថាគ្រូសាលាវយើងមិនហ៊ានប្រកាសសង្គ្រាមជាមួយគ្រូសាខើមែនទេឯងខ្ញុំមិនជឿថាពីជុំបន្ទាប់ទៀតមិនឈ្នះពួកឯងនោះទេកាន់នេះធនាគារទទួលបានប្រាក់20លានយ៉ូអរគុណគុណប្រុសค่ะបន្ទាប់ទៀតសូមឲ្យបានច្រើនជាងនេះរបស់ដេញថ្លៃទី1ត្រូវបានមេគ្រូសាខេយកទៅហើយបន្ទាប់មកចាប់ផ្ដើមដាក់បង្ហាញរបស់ដេញថ្លៃទី2នេះគឺជាឈុតប៉ាន់តែដេយ៉ាត់សរុបមាន10គ្រឿងជាវត្ថុរបស់មន្ត្រីធំសម័យតម្លៃចាប់ផ្ដើម30លានតម្លៃមូលដ្ឋានក្នុង1គ្រឿងលានជាងឈុតប៉ាន់តែដេយ៉ាត់នេះល្អណាស់ចាំបន្តិចខ្ញុំសូមមើលថាពិតឬខ្លាំងខ្លាយសិនរបស់ខ្លាំងខ្លាយតម្លៃ200យ៉នខែមីនាឆ្នាំ2025ធ្វើខ្លាំងខ្លាយឈ្មោះជាងយ៉ាងមិនដែរតើវាជារបស់ពិតទេហេនេះជារបស់ខ្លាំងខ្លាយប៉ុន្តែតិចទៀតអាចលេងជាមួយពួកគេបន្តិចទៀតអីយ៉ាប៉ុន្តែដេកនេះជារបស់កំពូលហើយហេគ្រូសាឆាពួកលោកយកមិនយកទេពួកយើងដេញថ្លៃហើយណាឯងប្រញាប់ធ្វើអីរ៉េងឆេងខុយខ្ញុំប្រាប់ឯងឲ្យដឹងឯងមានឱកាសរស់តែម្ដងនេះទេបើនៅតែមើលមិនដឹងថាពិតឬខ្លាំងខ្លាយនេះខ្ញុំនឹងសម្លាប់ឯងបាទជាជួយខ្ញុំដឹងហើយគុណប្រុសค่ะកុំសៀវតែដេកពណ៌ស្វាយនេះជារបស់បាន35លានហេអបអសាតអបអសាតគុណប្រុសខដេញថ្លៃបានកុំសៀវតែក្នុងតម្លៃ35លានល្អិតហេតុអ្វីឯងមិនដេញថ្លៃទៀតអត់ទេប៉ុន្តែឃើញឯងសុកចិត្តធ្វើជាជនរងគ្រោះល្ងងខ្លៅបែបនេះខ្ញុំពិតជាមិនដាច់ចិត្តសោះឯងពិតជាពូកែណាស់ល្អិតនេះគឺជាឈុតកុំសៀវតែដែលមានតម្លៃជាង30លានឯងបែរជាមិនហ៊ានដេញថ្លៃមើលទៅសមត្ថភាពវាតម្លៃរបស់ឯងគឺធម្មតាទេសើចបន្តិចទៀតចាំមើលឯងនៅអាចសើចចេញទៀតឬអត់អបអសាតគុណប្រុសខដែលដេញថ្លៃបានកុំសៀវតែតម្លៃ35លានល្អិតកុំសៀវតែនេះពិតជារបស់ល្អឥតខ្ចោះឯងមិនបានដេញថ្លៃយកវាពិតជាគួរឲ្យស្ដាយណាស់ស្ដាយមែនទេមិនស្ដាយទេមកនេះបើភ្នែកឲ្យធំមើលកុំសៀវតែនេះមើលតើខាងក្រោមនេះគេសរសេរថាអ្វីអេកូនប្រុសខ្ញុំតើមានរឿងអីប៉ាខ្ញុំទិញប៉ុស្តិ៍ចំរបស់ខ្លាំងខ្លាយហើយពួកយើងខាត់អស់35លានទៀតហើយមិនអីទេកូនប្រុសត្រឡប់ទៅវិញប៉ានឹងសម្លាប់វាចោលលោកម្ចាស់រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេនេះខាងក្រៅវាជារបស់ពិតអ្នកណាទៅដឹងថាខាងក្នុងមានបញ្ហាបែបនេះម្យ៉ាងទៀតខាងក្នុងកុំសៀវតែនេះងឹតឈឹងខ្ញុំមើលមិនឃើញទេឯងមើលមិនឃើញចុះហេតុអ្វីឥឡូវនោះមើលឃើញច្បាស់ណាស់ថាឯងសមត្ថភាពមិនដល់នៅហ៊ានប្រកែកជាមួយខ្ញុំទៀតខ្ញុំប្រាប់ឯងឲ្យហើយការខាត់បងថ្ងៃនេះទាំងអស់ឯងត្រូវតែសងលោកម្ចាស់ខ្ញុំគ្មានលុយច្រើនយ៉ាងនេះទេបើចឹងលោកសម្រាប់ខ្ញុំចោលឯងចាំមើលចុះខ្ញុំនឹងសម្រាប់ឯងឥឡូវថយទៅម្ខាងឃើញឯងខ្ញុំក្តៅចិត្តណាស់ហាគឺសិជាងឯងក៏មានថ្ងៃនេះដែរឬរសជាតិនៃការចាញ់មិនស្រួលទេមែនទេនេះសិឲ្យឯងកុំតន់អាល់អួតនៅសល់មួយទឹកចុងក្រោយទៀតចង់ឈ្នះពួកឯងគឺងាយណាស់មែនទេចឹងខ្ញុំចង់ឃើញណាស់ថាថ្ងៃនេះឯងឈ្នះយ៉ាងម៉េចវិញចូលទៅលោកគ្រូធំឈីវបាទរបស់ដែលសំខាន់បំផុតសម្រាប់បិទបញ្ចប់ការដេញថ្លៃថ្ងៃនេះគឺជារូបចម្លាក់ព្រះពុទ្ធថ្មបិទកែវមួយអង្គនេះគឺជាព្រះពុទ្ធ10000ធម៌ឆ្លងកាត់ការវាយតម្លៃពីអ្នកជំនាញរបស់យើងព្រះពុទ្ធរូបនេះត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់មានតម្លៃខ្ពស់សម្រាប់ការប្រមូលទុកតម្លៃចាប់ផ្ដើម100លានការឡើងថ្លៃរាល់ដងមិនទាបជាង20លានតើព្រះពុទ្ធរូបនេះអាចដេញថ្លៃបានទេបានតើលោកគ្រូធំឈូមកដល់ហើយគឺអាល្អិតម្នាក់នោះហើយដែលឈ្នះខ្ញុំអស់រាប់សិបលានឲ្យតែលោកអាចឈ្នះវានៅក្នុងជុំចុងក្រោយនេះខ្ញុំនឹងជូនថ្លៃទឹកតែ10លានគ្រាន់តែជាក្មេងមិនទាន់អស់ក្លិនទឹកមិនបាច់បារម្ភទេលោកគ្រូធំឈីលោកជួយមើលព្រះពុទ្ធ10000ធម៌នៅបញ្ចូលនោះថាពិតឬខ្លាំងខ្លាយហើយមានតម្លៃប៉ុន្មានជារបស់ពិតប៉ុន្តែតម្លៃវាខ្ពស់បំផុតត្រឹម500លានប៉ុណ្ណោះជារបស់ពិតគឺល្អហើយលើកនេះខ្ញុំនឹងធ្វើឲ្យត្រកូលលាវសងរហូតដល់អស់ខ្លួន
លាវសេហេខ្ញុំបានអញ្ជើញកម្ពុជាអ្នកជំនាញវិតម្លៃរបស់ប្រទេសយើងមកហើយមួយកដានេះឯងច្បាស់ជាចាញ់មែនឬប្រហែលជាអ្នកដែលចាញ់គឺជាពួកឯងវិញទេដល់ល្អិតនៅចំពោះមុខលោកគ្រូធំឈឺឯងនៅហ៊ានប្រហែលស្មានថាឯងជាអ្នកណាកុំនិយាយច្រើនចាប់ផ្ដើមថ្ងៃនេះទៅប្រកូលឈើនៅយិនលឹង300លានប្រកូលលាវនៅយិនលឹង500លានថាម៉េចពួកគេទាំងពីរគ្រួសារចាប់ផ្ដើមប្រជែងខ្ញុំពិតជាចង់ដឹងថាតើនរណានឹងឈ្នះអ្នកវិតម្លៃដែលប្រកូលលាវជួលមកពិតជាហ៊ានដាក់តម្លៃនេះវាលើពីតម្លៃរបស់ព្រះពុទ្ធ10000ធននេះទៅហើយអាល្អិតឯងមានលុយច្រើនម្លេះឬហ៊ានស្រែកខ្លាយម្លេះគាត់ស្រែកប៉ុន្មានប្រកូលលាវយើងគ្រប់គ្រងប៉ុណ្ណឹងពួកឯងហ៊ានបន្តដេញខ្លាយទៀតទេពួកយើងនៅបន្តទៀតទេនេះវាលើពីតម្លៃរបស់ព្រះពុទ្ធ10000ធនតែខ្ពស់បំផុតទៅហើយលោកម្ចាស់ខខ្ញុំយល់ថាឈប់ដេញខ្លាយទៅព្រះពុទ្ធ10000ធននេះគ្មានតម្លៃដល់500លានទេបានស្ដាប់តាមលោកគ្រូធំឈឺចោះពួកយើងមិនចូលរួមទៀតទេបើពួកគេមិនហ៊ានតាមទេតើព្រះពុទ្ធ10000ធននេះបានមកពួកយើងហើយមែនទេអាល្អិតព្រះពុទ្ធនេះមានតម្លៃខ្ពស់បំផុតត្រឹម500លានឯងបែរជាទិញ500លានឯងពិតជាល្ងងដល់ផ្ទះហើយពីមុនត្រកូលខែយើងខាត់បុកចូលគ្នាក៏មិនដល់មួយកដានេះរបស់ឯងដែរត្រកូលលាវចាញ់ប្រកាសហើយពិធីករព្រះពុទ្ធ10000ធននេះគឺពួកយើងដេញថ្លៃបានហើយបន្តិចទៀតត្រកូលលាវនឹងវេលលុយឲ្យឥឡូវអាចយកព្រះពុទ្ធរូបនេះមកឲ្យខ្ញុំមើលសិនបានទេបានតើទោះបីជាអ្នកជំនាញដែលពួកឯងជួលមកអាចនឹងមានសមត្ថភាពខ្លះប៉ុន្តែថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងឃើញថាពួកឯងចាញ់ដោយរបៀបណាចាញ់អាល្អិតពួកឯងចំណាយ500លានទិញព្រះពុទ្ធរូបតម្លៃ500លានខាត់អស់100លានអ្នកណាចាញ់អ្នកណាឈ្នះគឺឃើញច្បាស់នឹងភ្នែកហើយឯងស្មានថាខ្ញុំចំណាយលើស100លានដើម្បីទិញព្រះពុទ្ធរូបនេះប៉ុន្តែពួកឯងមិនដឹងទេថាមានអ្វីនៅក្នុងព្រះពុទ្ធរូបនេះខ្ញុំប្រាប់ពួកឯងចុះនៅខាងក្នុងនេះគឺជាព្រះធាតុដែលមានតម្លៃ1000លានវ៉ាមិននឹងអាចទៅរួចព្រះជាម្ចាស់ឲ្យថាម៉េចនេះពិតជាអស្ចារ្យពេកហើយនេះពិតជាមិនគួរឲ្យជឿសោះមិនចម្លែកទេដែលអាល្អិតនេះហ៊ានស្រែកយក500លានឃើញថាខាងក្នុងនេះមានព្រះធាតុតម្លៃ1000លាននេះពិតជាភ្នែកទឹកមែនអាចមើលធ្លុះដល់ខាងក្នុងខ្លាំងពេកហើយវ៉ាពិតជាទេវតាមែនអាយុនៅក្មេងសោះតែមានសមត្ថភាពលើសអ្នកជំនាញលំដាប់កម្ពុជាទៅទៀតសមត្ថភាពវិតម្លៃរបស់គេនៅថ្ងៃមុខនឹងកាន់តែខ្លាំងជាងនេះពួកយើងឈ្នះប្រកាសហើយចាំមើលត្រកូលខិតឈ្នះយ៉ាងម៉េចចឹងគេមានតែសង្លុយមកយើងអូហើយថែមទាំងទ្រព្យសម្បត្តិត្រកូលខិតហើយខ្ញុំឈ្នះទាំង3ជុំនេះពេលពួកឯងឃើញខ្ញុំតើគួរហៅខ្ញុំថាចៅវាយដែរទេឯងមើលងាយគេពេកហើយអាល្អិតឯងចង់ងាប់មែនទេមិនចឹងពាក្យសម្ដីខ្លួនឯងនិយាយនៅទីសាធារណៈមិនយកជាការខ្ញុំប្រាប់ឯងឲ្យហើយឥឡូវនេះត្រកូលខិតទាំងមូលគឺជារបស់គ្រួសារទាំងពីរហើយលីវ Protagonist ឲ្យយើងចាយកម្មវិធីដេញថ្លៃធ្វើជាសាក់សីពួកយើងចុះហត្ថលេខាផ្ទៃកម្មសិទ្ធិចាប់ពីពេលនេះទៅលែងមានត្រកូលខិតទៀតហើយលោកម្ចាស់ខពួកលោកចាញ់ហើយហ៊ានលែងហ៊ានទទួលមិនក៏នៅចង់បន្លំទៀតក្នុងនាមខ្ញុំជាម្ចាស់កម្មវិធីដេញថ្លៃម្នាក់ប្រកាសជាត្រូវជួយធ្វើសាក់សីឲ្យលោកលីវហើយឥឡូវខ្ញុំទៅព្រីមកុងត្រាមុខសិនដឹងចឹងខ្ញុំមិនភ្នាល់ជាមួយត្រកូលលីវទេធ្វើឲ្យខ្ញុំចាញ់អស់ត្រកូលខិតទាំងមូលគឺសេខេងមិនមែនឯងខ្លាំងណាស់ទេមិនមែនឯងមើលងាយអ្នកជំនាញដែលត្រកូលលាវយើងជួលមកទេខ្មាស់គេទេលាវសេហេឯងលោកខាចុះហត្ថលេខាទៅលោកខោបានចុះហត្ថលេខារួចហើយលោកមើលកិច្ចសន្យាផ្ទៃកម្មសិទ្ធិមើលបើគ្មានបញ្ហាទេចុះហត្ថលេខាទៅអបអរសាទរលោកលីវដែលទទួលបានទ្រព្យសម្បត្តិតកូលខិតទាំងអស់ចាំបន្តិចទៀតពួកយើងនឹងជួយលោកកាត់ឈ្មោះចឹងអរគុណអ្នកហើយហោះពួកយើងទៅការដេញថ្លៃចប់ហើយពួកយើងត្រឡប់ទៅវិញចុះសមត្ថភាពវិតម្លៃរបស់លោកលីវពិតជាធ្វើឲ្យខ្ញុំគោរពណាស់យប់នេះបើមិនមែនលោកលីវទេត្រកូលលីវយើងពិតជាត្រូវត្រកូលខឿលេបត្របាក់មែនហើយសំណាងល្អដែលមានលោកជួយស្រោចស្រង់ត្រកូលលីវឲ្យរួចផុតពីគ្រោះថ្នាក់លោកបានជួយឲ្យត្រកូលលីវឈ្នះពួកយើងនឹងជូនថ្លៃទឹកតែ50លានលុយនេះលោកត្រូវតែទទួលយកនេះជាទឹកចិត្តរបស់ពួកយើងបើលោកមានប្រសាសន៍បែបនេះហើយចឹងខ្ញុំទទួលយកហើយខ្ញុំនៅមានការខ្លះខ្ញុំទៅមុនហើយបាននេះចេញមនុស្សដែលមានសមត្ថភាពដូចជាលោកលីវថ្ងៃក្រោយកូនត្រូវតែឧស្សាហ៍តាក់ទងបើអាចតាក់ទងគ្នាជាសង្សារទៅកូនប្រសារដែលពូកែដូចលោកលីវប៉ាពេញចិត្តខ្លាំងណាស់ប៉ាកូននឹងព្យាយាមល្អហើយកែលៃហើយខ្ញុំមកទីនេះការអីដែរលោកលីវនេះគឺជាមិត្តភក្តិរបស់ខ្ញុំវងឆៃគាត់តែងតែចូលចិត្តព្រះពុទ្ធសាសនាដូច្នេះហើយពេលដឹងថាអ្នកទទួលបានសារីរិកក៏បានសួរនាំខ្ញុំអំពីអ្នកចង់ទិញសារីរិកធាតុនោះពីដៃរបស់អ្នកលោកលីវខ្ញុំពិតជាចង់ទិញសារីរិកធាតុរបស់អ្នកមែនមិនដឹងថាលោកអាចលក់ក្នុងតម្លៃប៉ុន្មានលោកម្នាក់នេះតើលោកហ៊ានចំណាយប៉ុន្មានដែរលោកក៏ដឹងដែរថាសារីរិកធាតុរបស់ខ្ញុំនេះមិនថោកទេយ៉ាងហោចណាស់ក៏មានតម្លៃ10,000លាន10,000លានដែរ
មិនលាក់បាំងលោកលីវទេខ្ញុំក៏ជាអ្នករកស៊ីក្នុងរង្វង់វត្ថុបុរាណយិនលេងក៏មានហាងមួយដែរទោះបីជាប្រាក់ចំណេញអាជីវកម្មប៉ុន្តែក៏បានប្រមូលទុកវត្ថុបុរាណជាច្រើនដែរខ្ញុំពិតជាចាប់អារម្មណ៍នឹងសារីរិកធាតុនេះណាស់តម្លៃ 1000 លានគឺខ្ពស់បន្តិចហើយអាចចុះថ្លៃបន្តិចបានទេលោកម្នាក់នេះលោកក៏ដឹងដែរថាសារីរិកធាតុនេះតម្លៃមិនទាបទេប៉ុន្តែបើខ្ញុំមិនចុះថ្លៃសោះខ្លាចថាលោកក៏ពិបាកនឹងទទួលយកដែរអញ្ចឹងធ្វើបែបនេះចុះនេះខ្ញុំចៃដន្យឲ្យចង់បើកហាងវត្ថុបុរាណមួយកំពុងតែស្វែងរកហាងទំនេរខ្លះប្រសិនបើលោកយកពេលហាងរបស់លោកមកឲ្យខ្ញុំនឹងចុះថ្លៃជូនលោក50 លានទៀតយ៉ាងម៉េចដែរហាងអាចផ្ទេរជូនលោកបានវត្ថុបុរាណនៅក្នុងហាងបើលោកពេញចិត្តក៏អាចទុកបានដែររបស់របរនៅក្នុងនោះពីរបីថ្ងៃទៀតខ្ញុំនឹងទុកមួយចំនួនផ្នែកដែលនៅសល់លោកវងអាចចាត់ចែងដោយខ្លួនឯងបានអញ្ចឹងធ្វើតាមសម្ដីលោកលីចុះឥឡូវនេះខ្ញុំនឹងវេលុយឲ្យលោកកាន់នេះធនាគារបានទទួលប្រាក់950 លានយូននេះគឺជាសារីរិកធាតុហើយហាឡអរគុណលាហើយលោកលីវម្សិលមិញពិតជាពូកែណាស់នៅក្នុងពិធីដេញថ្លៃថែមទាំងបានយកឈ្នះគ្រួសារខាទៀតផងទ្រព្យសម្បត្តិរបស់អ្នកឥឡូវនេះប្រហែលជាមានដល់ 1000 លានហើយមានគិតចង់ទទួលយកខ្ញុំដែរទេខ្ញុំពិតជារវល់រកលុយមែនមិនទាន់បានគិតដល់រឿងមានមិត្តស្រីទេមនុស្សប្រុសមានចិត្តចង់រកស៊ីក៏ជារឿងល្អដែរខ្ញុំគ្រប់គ្រងអ្នកត្រូវហើយហាងដែលអ្នកទើបទិញបានអំបញ្ញមិញអាចប្រគល់ឲ្យខ្ញុំជាអ្នកគ្រប់គ្រងលុយដែលរកបានយើងចែកគ្នា 4-6 យ៉ាងម៉េចមានបញ្ហាទេពិតជាបានចុះអ្នកមានគម្រោងបើកសម្ពោធនៅពេលណាបើកសម្ពោធគឺនៅខណ្ឌស្អែកយ៉ាងម៉េចដែរដល់ពេលនោះត្រូវពឹងកញ្ញាលេនឲ្យមកជួយខ្លះហើយនេះមិនមែនជារឿងគួរធ្វើទេអញ្ចឹងពួកយើងជួបគ្នាខណ្ឌស្អែកជាបន្តសូមគោរពអញ្ជើញលោកលីវឡើងកាត់ខ្សែបូសម្រាប់ហាងរបស់យើងទេដៃស្វាគមន៍សូមអរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតពេលដ៏មីងឹកមកចូលរួមពិធីបើកហាងថ្មីរបស់យើងខ្ញុំដោយមានការគាំទ្រពីអ្នកទាំងអស់ថ្ងៃមុខរបស់ហាងយើងពិតជានឹងកាន់តែរីកចម្រើនឡើងជាមិនខានក្នុងឱកាសនេះខ្ញុំបាទលីវសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាមានខ្ញុំនៅទីនេះហាងនេះមិនអាចបើកបានទេនេះមានរឿងអ្វីកើតឡើងហ្នឹងមែនហើយថៅកែសិនបើលោកមកដើម្បីគាំទ្រខ្ញុំស្វាគមន៍ប៉ុន្តែបើមកដើម្បីរករឿងកុំបន្ទោសថាខ្ញុំមិនក្រែងចិត្តចំពោះលោកត្រូវហើយខ្ញុំគឺមកដើម្បីរករឿងលើកមុនឯងចំណាយ 5000 ទិញដំរីផែនឡងរបស់ខ្ញុំហើយយកទៅលក់បន្តបានរាប់សែនឥឡូវនេះឯងត្រូវសងខ្ញុំ 1 លានទើបរឿងនេះអាចដោះស្រាយដោយសន្តិវិធីបានម្យ៉ាងទៀតឯងក៏មិនចង់ឃើញគេមកអុកលុកដែរមែនទេសាន់ថែវតាំងពីខ្ញុំបានទិញរបស់ពីលោកហើយលោកបានប៉ុន្មានវាគ្មានពាក់ព័ន្ធអីនឹងលោកសោះឡើយឥឡូវនេះប្រញាប់នាំមនុស្សរបស់លោកចេញទៅឲ្យបាត់ពីមុខខ្ញុំភ្លាមអីយ៉ាខ្ញុំចង់និយាយជាមួយឯងឲ្យបានស្រួលប៉ុន្តែឯងមិនព្រមអញ្ចឹងកុំបន្ទោសថាខ្ញុំចោះដៃគ្នាយើងវាកំតិចឲ្យខ្ញុំជប់ភ្លាមតើលោកដឹងទេថាទង្វើរបស់លោកនេះគឺជាអំពើខុសច្បាប់វាជំពាក់លុយខ្ញុំរាប់សែនខ្ញុំធ្វើបែបនេះឥឡូវនេះក៏ដើម្បីបង្ខំឲ្យវាសងលុយដែរស្អីទៅដែលថាខុសច្បាប់មិនខុសច្បាប់នាងឯងថយទៅឲ្យឆ្ងាយទៅកុំអីខ្ញុំវាទាំងនាងឯងទៀតឥឡូវហ្នឹងកញ្ញាលេនមិនអីទេទុកខ្ញុំដោះស្រាយសាន់ថែវលោកកុំស្មានថាលោកវាកំទេចហាងខ្ញុំហើយលោកអាចដេកខ្ញុំប្រាប់លោកឲ្យហើយបន្តិចទៀតខ្ញុំនឹងធ្វើបញ្ជីខូចខាតទាំងអស់នៅក្នុងហាងរបស់ខ្ញុំលើកនេះខ្ញុំនឹងធ្វើឲ្យលោកមិនអាចរស់នៅបានសុខឡើយលីឆិនឯងគំរាមខ្ញុំឯងស្មានថាខ្ញុំធំឡើងដោយសារគេបំផាត់ឯងលោកពូមីរបស់ខ្ញុំគឺជាមេគ្រួសារលីវខ្ញុំមិនខ្លាចអ្វីទាំងអស់សាន់ថែវសាន់ថែវឯងអានឈ្មោះរបស់ខ្ញុំដើរធ្វើបាបគេនៅខាងក្រៅឯងដើរបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅខាងក្រៅបែបនេះមែនទេលោកពូខ្ញុំធ្វើនេះក៏ដើម្បីការពារផលប្រយោជន៍ខ្លួនឯងដែរលោកលាវធ្វើឲ្យលោកមានបញ្ហាហើយសាន់ថែវនេះគឺជាកូនរបស់បងស្រីជីដូនតែក្រអឺតក្រទុំតែងតែយកឈ្មោះរបស់ខ្ញុំទៅប្រើដើម្បីគំរាមគេលោកចង់ចាត់ការវាយ៉ាងណាខ្ញុំក៏មិនលូកដៃដែរហើយនឹងគ្រប់គ្រងលោកទាំងស្រុងលោកពូវាក៏គ្រាន់តែជាអ្នកដឹកអីវ៉ាន់ម្នាក់តែមិនក៏ពូហៅវាបែបហើយគោរពវាម្លេះពួកយើងសុទ្ធតែជាសាច់ញាតិពិតមាត់អំបញ្ញមិញឯងបានឲ្យគេវាកំទេចហាងរបស់លោកលីវមែនទេនៅមិនឆាប់ឲ្យពួកគេចេញមកទៀតឆាប់ចេញមកទាំងអស់គ្នាឲ្យលឿនឡើងលឿនប្រញាប់ឡើងចេញមកហើយចេញមកអស់ហើយហាអីយ៉ាសាន់ថែវចិត្តរបស់ឯងពិតជាហ៊ានមែនដល់ថ្នាក់វាកំទេចរបស់អស់ជាច្រើនបែបនេះនៅមិនឆាប់សងលុយទៅលោកលីវទៀតលីឆែនមិនទេលោកលាវតើលោកគិតថាសងប៉ុន្មានទើបសងខ្ញុំត្រូវសងចំពោះគ្រឿងប៉ូស៊ឺឡែនសម័យមិញទាំងនេះគំនូលើប៉ូស៊ឺឡែនសម័យគំនូនឹងអក្សរផ្ចង់ដ៏មានតម្លៃមនុស្សរបស់លោកបំផ្លាញអស់ហើយខ្ញុំយកពីលោក20 លានស្អីគេ20 លានធ្វើរកឆ្កាដៃឆ្កាជើងកំពុងធ្វើស្អីហ្នឹងសងលុយទៅបើនៅតែធ្វើឲ្យលោកលីវមិនសប្បាយចិត្តទៀតខ្ញុំនឹងវាឯងឲ្យពីការមិនខាននោះគឺ20 លានណាវាគឺកំពុងតែគិតពីលុយឡឥឡូវនេះនៅស្ទាយលុយរបស់ឯងទៀតអញ្ចឹងចាំតែលោកលីវធ្វើឲ្យពីការទៅគុំលោកពូខ្ញុំឲ្យ
ខ្ញុំឲ្យហើយតើបានទេអីយ៉ាខ្ញុំមិនដឹងជាការស្អីទេបានជាមកកោករឿង Lee Chen អ្វីដែលសំខាន់ជាងនេះគឺលោកពូគោរព Lee Chen ដល់ថ្នាក់ហ្នឹងអូយលុយ20លានរបស់ខ្ញុំទៅថ្ងៃមុខមិនដឹងជាត្រូវបោកប្រាស់គេប៉ុន្មានអ្នកទៀតទៅបានយ៉ាងទេអីយ៉ាលោកលាវ20លានបានវេទៅហើយបើមានលើកក្រោយទៀតមិនថប់បែបនេះទេបាទខ្ញុំដឹងខុសហើយខ្ញុំឈប់ហ៊ានទៀតហើយនៅឈរធ្វើអីនៅទីនេះទៀតចាំស៊ីបាយថ្ងៃត្រង់មែនទេឆាប់នាំគ្នាឯងចេញឲ្យអស់ទៅឆាប់ទៅលោកលាវអបអរសាទរចំពោះការបើកហាងថ្មីខ្ញុំនឹងមីជីងមកទីនេះដើម្បីជូនពរលោកបាទសូមអរគុណមេគ្រូសាលាវនិងកញ្ញាលាវត្រូវហើយលោកលាវយប់នេះមានកម្មវិធីពិនិត្យវត្ថុបុរាណខ្ញុំគិតថាលោកប្រកាសជាចាប់អារម្មណ៍កម្មវិធីពិនិត្យវត្ថុបុរាណមើលទៅខ្ញុំអាចនឹងរើសបានរបស់ល្អទៀតហើយចំណេញលុយបានមិនតិចទេបានយប់នេះខ្ញុំនឹងទៅចូលរួមសូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានមកចូលរួមកម្មវិធីបន្តវត្ថុបុរាណប្រកាសអំពីវិធានការមានវត្ថុបុរាណ3ជុំសម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការវិនិច្ឆ័យមានវត្ថុបុរាណចំនួន3គ្រាន់តែរករបស់ពិតឃើញគឺអាចឈ្នះបានហើយកម្រិតនៃការលំបាកនឹងកើនឡើងជាលំដាប់ដែលឈ្នះនៅទីបញ្ចប់នឹងទទួលបានប្រាក់រង្វាន់20លាននិងធំពេជ្រឆៅជេកដ៏មានតម្លៃបំផុតពីកម្មវិធីរបស់យើងនឹកស្មានមិនដល់ថាប្រាក់រង្វាន់នៃកម្មវិធីនេះច្រើនសន្ធឹកសន្ធាប់ម្ល៉េះ20លាននេះខ្ញុំប្រកាសជាឈ្នះហើយឥឡូវនេះចាប់ផ្ដើមដាក់បង្ហាញវត្ថុបុរាណរបស់คล้ายๆតម្លៃ50យន្តរបស់คล้ายៗតម្លៃ100យន្ត Tovalanke សម័យ King រជ្ជកាលយ៉ងរបស់ពិតតម្លៃ100000លោកលាវលោកគិតថាមួយណាជារបស់ពិតទី3អែមមីឈិងនាងក៏មកចូលរួមកម្មវិធីនេះដែរពេញចិត្តមួយណាប្រាប់ខ្ញុំមកខ្ញុំនឹងទិញជូននាងមិនត្រូវការទេមិនមែនទេមីចឹងខ្ញុំបាននាំអ្នកជំនាញមើលវត្ថុបុរាណមកជាមួយដែរឲ្យគាត់ជួយនាងពិនិត្យមើលជើងឯកលើកនេះមិនអាចជារបស់អ្នកផ្សេងក្រៅពីនាងទេអែមមិនត្រូវការទេលោកគួរឲ្យធុញណាស់ខ្ញុំបាននាំអ្នកជំនាញផ្ទាល់ខ្លួនមកហើយហេមិនមែនទេអាម្នាក់នេះជានរណាមើលរកពីវាចុះដូចជាប្រុសមុខតើនាងត្រូវបានវាបោកទេសម្ដីរបស់លោកម្នាក់នេះគឺកំពុងមើលងាយខ្ញុំហើយត្រឹមត្រូវបើអញ្ចឹងពួកយើងសាកភ្នាល់គ្នាមើលទៅបើខ្ញុំឈ្នះទាំង4ជុំលោកត្រូវឲ្យខ្ញុំ3លានយ៉ាងម៉េចដែរបានតើខ្ញុំភ្នាល់ជាមួយឯងបើឯងឈ្នះខ្ញុំឲ្យឯង10លានប៉ុន្តែបើឯងចាញ់ត្រូវថយចេញពីមីជីងគ្មានបញ្ហាទេហេចង់ជឿខ្លួនឯងឥឡូវឲ្យខ្ញុំប្រាប់ទេថាមួយណាជារបស់ពិតប៉ុន្តែត្រូវលើកជង្គង់អង្វរខ្ញុំសិនហា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 សូមអ្នកទាំងអស់គ្នារីករាយទស្សនាវត្ថុបុរាណមួយណាជារបស់ពិតអែមទី3អែមច្បាស់ទេអែមសូមអ្នកទាំងអស់គ្នាសរសេរលេខវត្ថុបុរាណដែលបានជ្រើសរើសនៅលើក្រដាសរួចប្រគល់ជូនបុគ្គលិករបស់យើងអែមអ្នកដែលបានឆ្លងកាត់ជំទី1មានដូចជា Lee Chen, Jiang Hui, Su Wu, He King និង Zhao Dian ឥឡូវនេះចូលដល់ជំទី2កៅខេកៅដៃថែបសម័យមេងជារបស់កម្ពុជាមានតម្លៃ300000ចាន់ដីឥដ្ឋសម័យហានជារបស់ខ្លាំងខ្លាយថូសេរ៉ាមិកខាងសានឆាយជារបស់ខ្លាំងខ្លាយអាប់អូនខ្ញុំឃើញឯងមើលយូរណាស់ហើយមើលមិនដឹងថាមួយណាជាវត្ថុពិតមែនទេឯងមើលដឹងហេនឹងវាប្រកាសហើយគ្រូជំនាញរបស់ខ្ញុំបានប្រាប់ថាចាន់ដីឥដ្ឋសម័យហាននេះជារបស់ពិតហើយមានតម្លៃយ៉ាងតិច300000អ្នកជំនាញរបស់ឯងប្រហែលជាទិញតាមអនឡាញតម្លៃ 9.9 ទេនេះពិតជាសម្ដីមិនសមហេតុផលសោះដោយអ្នកមានពិតជាស្រួលបោកមែនឯងមានន័យថាម៉េចតាធ្លាប់ពិនិត្យវត្ថុបុរាណជាច្រើនមកហើយមិនដែលខុសសំដងណាទេលោកប្រុសហានលោកកុំជឿអាប់អូននេះវាគ្រាន់តែនិយាយដើរស្អីទេខ្ញុំនិយាយដើរស្អីបានដែរទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនចំណេះដឹងពីការមើលវត្ថុបុរាណដល់ឯងដើម្បីឲ្យឯងដឹងច្បាស់ថាឯងនិងខ្ញុំខុសគ្នាឆ្ងាយកម្រិតណាចាន់ដីឥដ្ឋសម័យហាននេះមើលពីក្រៅពិតជាដូចរបស់ពិតណាស់ប៉ុន្តែបើឯងពិនិត្យឲ្យល្អិតល្អន់នឹងឃើញថាផ្ទៃខាងក្រៅរបស់វារលោងស្អាតប៉ុន្តែនៅមាត់ចានបែកជាមានស្នាមបែកដែលធ្វើឡើងដោយមនុស្សប៉ុន្មានកន្លែងហើយវត្ថុនេះច្បាស់ណាស់ថាជាសម័យមេងតែស្នាមបែកនេះមើលទៅដូចជាស្នាមថ្មីតើខ្ញុំមើលខុសមែនទេហា
យ៉ាងម៉េចដែរសម្ដីវាជាការពិតមែនទេបាទគឺខ្ញុំមើលខុសហើយមុននេះមិនបានប្រើកែវយឹកធានាថានឹងគ្មានលើកក្រោយទៀតទេសម្រាប់ចាំមើលអញខ្វៃភ្នែកហងឯងជាអត់ស្មានថាបន្លំធ្វើជាអ្នកជំនាញដើម្បីបានលុយចាយខ្លះបោកលុយបានបន្តិចបន្តួចក៏ចប់ទៅហើយនឹកស្មានមិនដល់ថាមកជួបចំអ្នកជំនាញពិតប្រាកដអីយ៉យវាសនាខ្ញុំពិតជាសីមែនអ្នកដែលជាប់ជុំទី2មានលីវឈិនចាំងហួយចៅតយុនហឹមហាហាហាឥឡូវនេះចូលដល់ជុំទី3អូខ្ញុំនឹកឃើញហើយលក្ខខណ្ឌជុំទី3និងជុំទី4មានការកែប្រែចុងក្រោយសុទ្ធតែជារបស់ពិតយើងត្រូវការឲ្យអ្នកវិតម្លៃជួយជ្រើសរើសវត្ថុដែលមានតម្លៃបំផុតអ្នកដែលជ្រើសរើសបានរបស់ដែលមានតម្លៃខ្ពស់ជាងគេគឺជាអ្នកឈ្នះហឹមធ្វើអីហ្នឹងមកនេះមកលេងអស់ដៃហើយតោះលោកខ្ញុំមើលទៅកែវដីឲ្យស្វ័យចម្លាក់នាគនេះល្អណាស់មាត់កែវរីកធំរូបរាងត្រឹមត្រូវនិងសំសួនសាច់ដីណែនល្អិតល្អន់ផ្ទៃរលោងស្អាតឥតខ្ចោះហឹមមានអារម្មណ៍ដូចជាថ្មគុជតែពណ៌វិញគឺចេញពណ៌ផ្ទៃមេឃនិងពណ៌ស្រុំបញ្ចូលគ្នាស្រស់ស្អាតខ្លាំងណាស់ឯងគិតថាយ៉ាងម៉េចដែររបស់កម្រិតសម័យឆុងតម្លៃ 50,000របស់កម្ពុជាសម័យមេងតម្លៃ3លានរបស់កម្រិតសម័យមេងតម្លៃ 80,000 លឿនឡើងតាមមួយណាទៅតាមមួយណាជារបស់ពិតមួយនេះថ្លៃជាងគេអាប់អូនលើកនេះឯងមើលលេងដឹងហើយមែនទេមិនពូកែណាស់ទេហេលោកប្រុសហានលុយ10លាននោះលោកបានត្រៀមហើយឬនៅនិយាយតាមត្រង់លុយ10លាននេះគឺជាលុយដែលខ្ញុំរកបានស្រួលបំផុតក្នុងមួយជីវិតនេះមិនជឿថាឯងមើលដឹងនោះទេល្អស្ដាប់សម្ដីឯងមានន័យថាឯងចង់ភ្នាល់ជាមួយខ្ញុំទៀតខ្ញុំស្វាគមន៍ជានិច្ចនិយាយមកឯងចង់ថែមលុយភ្នាល់ប៉ុន្មានទៀតអញ្ចឹងថែម5លានទៀតភ្នាល់ថាឯងចាញ់បន្តិចទៀតឯងនឹងដឹងថាខ្ញុំចាញ់ឬក៏ឈ្នះលោកលីវតើលោកគិតថាមួយណាជារបស់ខ្ញុំជ្រើសរើសធុសំប៉ែតរូបនាគតម្លៃ3លានចំពោះកែវដីអស្វាយចម្លាក់នាគវិញតម្លៃ 50,000 ធំមានត្រចៀកពីមាត់រីកតម្លៃ 80,000 លោកលីវលោកមិនចង់គិតម្ដងទៀតទេនេះជាចុងក្រោយហើយណាមិនបាច់គិតទេខ្ញុំនៅតែជ្រើសរើសធុសំប៉ែតរូបនាគឡបើលោកសម្រេចចិត្តច្បាស់ហើយខ្ញុំគាំទ្រលោកហាហាហាអាមូឆឹងម្នាក់នេះអស់ឆ្នាំព្យាបាលហើយច្បាស់ណាស់ថាកែវដីអស្វាយចម្លាក់នាគនេះមានតម្លៃជាងតែវាបែរជាជ្រើសយកធុសំប៉ែតរូបនាគហើយថាមានតម្លៃ3លានទៀតឯងថាសម័យអស់សំណាយអត់ហាហាហាគាត់និយាយត្រូវបើឯងមានយោបល់ទុកក្នុងចិត្តទៅអាមូឆឹងម្នាក់នេះវាមានមុនស្នេហ៍ស្អីទៅវាសង្ហាដូចខ្ញុំដែរហេហាហាអាប់អូនលើកនេះឯងច្បាស់ជាមើលខុសហើយចាំតែទទួលបរាជ័យឯងលុតជង្គង់សំពះសុំទោសតែធ្វើឲ្យលោកខកបំណងទេហឹមការប្រកួតវាតម្លៃរបស់បុរាណរដូវកាលនេះមកទល់ពេលនេះបានបញ្ចប់សពគ្រប់អស់ហើយឥឡូវនេះបញ្ជីឈ្មោះអ្នកឈ្នះគឺនៅក្នុងដៃរបស់ខ្ញុំអ្នកដែលឈ្នះនឹងទទួលបានគឺប្រាក់រង្វាន់20លានពីកម្មវិធីនិងត្បូងថ្មបៃតងគុណភាពល្អចំនួន3ដុំជើងឯកជានរណាឆាប់ប្រកាសអ្នកឈ្នះមកមែនហើយឆាប់ប្រកាសជើងឯកមកសូមអ្នកទាំងអស់គ្នាកុំទាន់អាចម្ចាស់ជើងឯកនៅយប់នេះគឺលីវឈិនអីយ៉ាពិតមែនតើពិតជានឹកស្មានមិនដល់មែនហើយនឹកស្មានមិនដល់ណាស់មិនគួរឲ្យជឿសោះតែជាគាត់ទៅវិញថាម៉េចនឹងអាចទៅរួចនឹងអាចពិតជាធូរសំប៉ែតនឹងមែនហេកុំប្រាប់ថាធូរអំបាញ់មិញនេះគឺជាសម័យមេងសៀនទៅត្រូវហើយនេះពិតជាមកពីសម័យមេងសៀនទៅមែនធូរសំប៉ែតរូបនាគដែលមាននៅលើទីផ្សារជាទូទៅតម្លៃទីផ្សារគឺប្រហែល1លានជាងប៉ុន្តែបើអ្នកពិនិត្យឲ្យល្អិតល្អន់នៅលើដងខ្លួននៃធូរនេះនៅមានរូបនាគដ៏អស្ចារ្យមួយមើលមួយផ្លែតក៏ដឹងដែរថាជាគ្រឿងសេរ៉ាមិចប្រើប្រាស់ក្នុងរាជវាំងសម័យមេងបើខ្ញុំទីមិនខុសទេតម្លៃទីផ្សាររបស់វាគួរតែចូលដល់ខ្ទង់100លានហើយអស្ចារ្យណាស់ក្មេងចំនួនក្រោយពិតជាពូកែមែនលោកលីវនេះជាប្រាក់សុទ្ធ20លានដែលអ្នករៀបចំកម្មវិធីបានត្រៀមសម្រាប់លោកនិងត្បូងថ្មបៃតងគុណភាពល្អចំនួន3ដុំទៀតអរគុណលោកលីវត្បូងថ្មទាំងនេះលោកមានយកទៅប្រើការអីទេខ្ញុំគ្មានកន្លែងចង់បានហេឲ្យអ្នកធ្វើអញ្ចឹងមិននឹងកើតរបស់ទាំងនេះសុទ្ធតែលោកប្រើសមត្ថភាពរកមកបានមិននឹងអាចចេះតែឲ្យបាននោះអញ្ចេះទៅលោកដាក់តម្លៃមកបានបើអញ្ចឹងមែនអ្នកឲ្យខ្ញុំ3លានទៅបានហើយរបស់នេះមានតម្លៃមិនតិចទេត្បូង3ដុំនេះតម្លៃគួរតែលើសពី7ទៅ8លានលីវឈិនយកតែ3លានប៉ុណ្ណោះ
Mr. តែលក់ពាក់កណ្ដាលថែមពាក់កណ្ដាលទៅហើយអរគុណលោកលាវកម្មវិធីវាតម្លៃវត្ថុបុរាណលើកនេះខ្ញុំចំណេញធំទៀតហើយរកបាន23លានមិនត្រូវទេនៅមានលុយភ្នាល់ជាមួយហានវិញជន់ទៀតគេមិនទាន់ឲ្យផងណែចង់ទៅណាអំបញ្ញមិញពួកយើងភ្នាល់គ្នាឯងចាញ់ហើយការប្រកួតនេះខ្ញុំឈ្នះ15លានគួរតែវេមកឲ្យខ្ញុំហើយលុយ15លាននេះឯងអាចយកទៅជាងនេះបានទេនេះជាលុយចាយ10ឆ្នាំរបស់ខ្ញុំណា10ឆ្នាំនេះខ្ញុំច្បាស់ជាដាច់ពោះហើយឯងជាលោកប្រុសធំត្រកូលលុយចាយមួយឆ្នាំមានតែ1លានកន្លះទេហេមើលទៅជីវិតឯងក៏កំសត់ដែរតើហាហាឯងកុំបារម្ភអីខ្ញុំនឹងដាក់ទានឲ្យឯងខ្លះមិនឲ្យឯងដាច់ពោះទេហាហាអរគុណកាន់នេះធនាគារទទួលបានប្រាក់15លានយន់កាន់នេះធនាគារទទួលបានប្រាក់250យន់មិនមែនទេនេះមិនទៅសុំទានគេទេហេចុះបើមិនអញ្ចឹងកុំគួរឲ្យស្អប់ពេកឆាប់ចេញទៅបើមិនអញ្ចឹងទេឯងនឹងដាច់ឡានក្រុងមិនខានទៅតោះទៅអ្នកទាំងពីរជប់សិនលោកមានការអីល្អិតខ្ញុំឃើញថាឯងមានទេពកោសល្យខ្ពស់ផ្នែកមើលវត្ថុបុរាណមិនបើមកធ្វើជាកូនសិស្សខ្ញុំទៅយ៉ាងម៉េចដែរខ្ញុំឃើញលោកមុខប្រហែលតើលោកជាអនុប្រធានសមាគមវត្ថុបុរាណជីងលីងលោកយ៉ាវឌីយ៉ានមែនទេលោកយ៉ាវឌីយ៉ាននោះជារឿងអតីតកាលហើយប៉ុន្តែលោកកុំស្រមៃអីលោកលាវសំបីតែកូនសិស្សលោកនេះយួនក៏មិនធ្វើមិននឹងអាចមកធ្វើជាកូនសិស្សលោកស្អីគេគាត់ជារបស់ខ្ញុំហើយរបស់ខ្ញុំមិនបាច់បែបនេះទេមិនមែនខ្ញុំលាឆេងមើងងាយអ្នកណាទេគ្រាន់តែខ្ញុំមិនចូលចិត្តធ្វើជាកូនសិស្សគេប៉ុណ្ណោះពួកខ្ញុំទៅសិនហើយតោះទៅកញ្ញាលេនយប់ជ្រៅហើយនៅមកជួយមើលការរកស៊ីខ្ញុំទៀតលោកលាវពូកែនិយាយលេងណាស់មករកលោកយប់បែបនេះគឺមានរឿងចង់ឲ្យជួយកញ្ញាលេននិយាយមកចោះឲ្យតែខ្ញុំជួយបានខ្ញុំប្រកាសជាជួយខ្ញុំមិនកូនប្រុសធំត្រកូលខិតឈ្មោះខាមីមានកិច្ចសន្យាភ្ជាប់ពាក្យនឹងខ្ញុំមិនចង់រៀបការជាមួយគេទេខ្ញុំចង់ឲ្យលោកខ្លែងធ្វើជាសង្សារខ្ញុំជឿមីនោះមានទេពកោសល្យខាងវត្ថុបុរាណណាស់ខ្ញុំចង់ឲ្យលោកប្រកួតជាមួយគេការភ្នាល់គឺកិច្ចសន្យាភ្ជាប់ពាក្យរបស់ខ្ញុំនឹងគេបើគេចាញ់អាចឆ្លៀតឱកាសលុបចោលការភ្ជាប់ពាក្យតែម្ដងជាការពិតរឿងនេះខ្ញុំមិនឲ្យលោកជួយទេពេលសម្រេចរួចរាល់ខ្ញុំនឹងផ្ទេរ3លានជូនលោកជាថ្លៃនឿយហត់បានគ្មានបញ្ហាអូហូយប់អាត្រៀតទៅហើយអ្នកទាំងពីរនៅតែពីរអ្នកចង់ធ្វើអីហ្នឹងកុំភ្លេចណានាងខ្ញុំជាគូដណ្ដឹងរបស់នាងឈើមីលោកតាមដានខ្ញុំហេខ្ញុំប្រាប់លោកហើយតើថាខ្ញុំមិនអាចរៀបការជាមួយលោកទេជប់មកតាមរំខានខ្ញុំទៀតបានទេជាវខ្ញុំពិតជាស្រឡាញ់នាងមែនពួកយើងស័ក្តិសមនឹងគ្នាណាស់មើលចុះស័ក្តិសមប៉ុណ្ណាហេលោកធ្វើអីដៃខ្ញុំជាវខ្ញុំសូមអង្វរនាងយកព្រមជាមួយខ្ញុំទៅឈើមីខ្ញុំមានសង្សារហើយត្រូវហើយខ្ញុំគឺជាសង្សាររបស់ជាវខ្ញុំគិតថាកិច្ចសន្យាភ្ជាប់ពាក្យរបស់ពួកលោកមិនចាត់ជាផ្លូវការទេឯងជាស្អីគេហ្នឹងហ៊ាននិយាយបែបនេះដាក់ខ្ញុំឈើមួយផងឯងស្គាល់ថាខ្ញុំជានរណាទេបើចង់សុកឆាប់ថយឲ្យឆ្ងាយពីជាវទៅឈើមីខ្ញុំធ្លាប់ប្រាប់លោកហើយតើរបស់ដែលបង្ខំគឺមិនល្អទេមិនបើពួកយើងប្រកួតគ្នាពួកឯងចង់ប្រកួតយ៉ាងម៉េចខ្ញុំឮថាគុណប្រុសខុសពូកែខាងវត្ថុបុរាណឯខ្ញុំក៏ចេះខ្លះដែរមិនបើប្រកួតមើលវត្ថុបុរាណតែម្ដងទៅបែបនេះក៏យុត្តិធម៌ដែរដល់ពេលនោះអាចអញ្ជើញអ្នកល្បីក្នុងវិស័យវត្ថុបុរាណមកចូលរួមលោកយល់យ៉ាងម៉េចដែរគ្មានបញ្ហាឯងចាំមើលចុះខ្ញុំនឹងធ្វើឲ្យឯងដកខ្លួនការប្រកួតកំណត់យកថ្ងៃរសៀលខាងស្អែកមួយទៀតបើខ្ញុំឈ្នះឯងត្រូវតែចេញឲ្យឆ្ងាយពីមុខជាវមានបញ្ហាថែម5លានទៀតក៏បានចុះបើខ្ញុំឈ្នះវិញបើឯងឈ្នះខ្ញុំឲ្យ20លានលោកនិយាយឲ្យកុំភ្លេចណាពិតជាកម្រមែនប្រយ័ត្នចន្ទើណាខ្ញុំមិនអីទេស្អីអាល្អិតនោះពិតជាខ្លាំងមែនបាទលោកប្រុសពួកយើងបានផ្ទៀងផ្ទាត់ហើយខ្សែភ្នែកអាល្អិតនោះល្អណាស់របស់ដែលគេមើលសុទ្ធតែជារបស់មានតម្លៃឮថាតានីវចង់ទទួលធ្វើសិស្សទៀតតែត្រូវគេបដិសេធល្អខ្ញុំដឹងហើយមិនចម្លែកទេដែលអាល្អិតនោះរូបពីខ្លាំងបែបនេះមិនមែនឯងមកធ្វើអីនៅសល់តែ2ថ្ងៃទៀតប្រកួតហើយឯងមិនមែនចង់មកកែប្រែចិត្តទេដឹងអាលីឆេងខ្ញុំឲ្យគេសួរហើយឯងជាអ្នកជំនាញវត្ថុបុរាណបើអញ្ចឹងការប្រកួតរបស់យើងមិនយុត្តិធម៌ទេអាល្អិតនេះពិតជាមកកែប្រែចិត្តមែនមនុស្សតូចទាបនៅតែជាមនុស្សមិនថ្លៃថ្នូរមិនមែនមិនយុត្តិធម៌ត្រង់ណាខ្ញុំក៏មិនបានលួចបន្លំការប្រកួតនេះលោកជាអ្នកស្នើឡើងខ្លួនឯងតើ
ជឿ Dashwing លោកពិតជាចង់មកលុបចោលការប្រកួតមែនអេអ្នកណាថាខ្ញុំចង់លុបចោលបានទទួលមាត់នៅចំពោះមុខជាវហើយបើកែប្រែលើមិនស្មើនឹងឲ្យគេមើលងាយខ្ញុំទេហេចុះលោកចង់បានអីខ្ញុំចង់ឲ្យឯងចាញ់ការប្រកួតលើកនេះហើយប្រកួតលេងជាវឲ្យខ្ញុំតម្លៃតាមចិត្តឯងហើយខ្ញុំឃើញហាងវត្ថុបុរាណឯងមួយឆ្នាំរកមិនបានប៉ុន្មានទេលុយដែលខ្ញុំឲ្យគឺចាយបានមួយជីវិតការដោះដូរនេះយ៉ាងម៉េចដែរបានតាមចិត្តខ្ញុំហើយមែនទេអញ្ចឹងខ្ញុំចង់បានទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលខេលោកហ៊ានទេនិយាយស្រួលមិនចង់ឲ្យប្រើធរក្តៅសម្ដីធំចង់បានទ្រព្យទាំងអស់របស់ត្រកូលឆាប់ផងឯងសាក់សំដែរបានហើយអញ្ចឹងរឿងនេះមិនបាច់ចរចាទៀតទេការប្រកួតនឹងធ្វើឡើងតាមកាយចង់ចូលរួមរអត់ជារឿងរបស់ឯងខ្ញុំបិទហើយសូមអញ្ជើញត្រឡប់ទៅវិញអាលីឆេងឯងចាំមើលចុះខ្ញុំប្រាប់ឯងលេងជាវត្រូវតែជារបស់ខ្ញុំហឺអាភ្លើអេលោកលាវលោកណែណាខ្ញុំទៅទទួលលោកមកហាងសង្សារខ្ញុំមកប្រធានហ៊ីវលោកផ្ញើទីតាំងមកចុះខ្ញុំទៅឥឡូវនេះក៏បានអេប្តីបងកំពុងមើលអីនឹងដូចមិនដាក់ចិត្តសោះបងកំពុងចាំគេអេខ្ញុំស្ទើរតែឈួតហើយតិចទៀតថ្មគុជតម្លៃ100លាននឹងដឹកមកដល់ហើយលោកគ្រូឆែនចប់រវល់មកមិនបានខ្ញុំកំពុងបារម្ភថានឹងពិនិត្យថ្មគុជទាំងនេះយ៉ាងម៉េចនឹងប្រពន្ធសម្លាញ់អូនមិនបាច់បារម្ភទេអ្នកជំនាញវត្ថុបុរាណដែលបងអញ្ជើញកំពុងធ្វើដំណើរសមត្ថភាពគាត់ពូកែខ្លាំងណាស់មែនហេប្រាកដហើយជាងលេងវិញបើនាងអង្វរខ្ញុំអាចឲ្យលោកគ្រូហែនពីហាងខ្ញុំទៅជួយនាងខីយ៉ាងមនុស្សរបស់នាងខ្ញុំមិនហ៊ានប្រើទេលើកមុនគឺលោកគ្រូហែនរបស់នាងនឹងឲ្យមកជួយមើលធ្វើឲ្យខ្ញុំខាតអស់20លានកាន់នេះខ្ញុំមិនទាន់ទូទាត់ជាមួយនាងអ្នកជំនាញខ្លាំងប៉ុណ្ណាក៏មានពេលមើលខុសដែរនាងហ៊ានធានាថាអ្នកដែលនាងហៅមកមិនមើលខុសទេអេអ្នកជំនាញដែលខ្ញុំហៅមកមិនដែលមើលខុសទេលើកនេះហាងយើងនឹងនាំចូលថ្មគុជតម្លៃរាប់រយលានឲ្យគាត់មើលគឺគ្មានបញ្ហាទេភ្ញៀវម្នាក់នេះលោកមកទិញគ្រឿងអលង្ការឬមកលក់ប្រពន្ធសម្លាញ់បងណែនាំបន្តិចនេះគឺជាលោកលាវអ្នកជំនាញដែលបងអញ្ជើញមកនេះជាលោកគ្រូលាវហេនៅក្មេងម្លេះពិតជាអធ្យាស្រ័យអាល្អិតសោះចេះមើលវត្ថុបុរាណដែរពិតជាគួរឲ្យចង់សើចមែនយកអញ្ចេះទៅខ្ញុំជួយពួកឯងសាកល្បងសមត្ថភាពគេបើគេមិនមើលខុសទេខ្ញុំនឹងសង20លាននោះទៅពួកឯងវិញយ៉ាងម៉េចដែរបាននាងចង់សាកល្បងយ៉ាងម៉េចងាយណាស់នៅទីនេះមាន2វគ្គទី1ល្បែងភ្នាល់ថ្មទី2គំនូរការពិនិត្យបើឯងអាចមើលដឹងក្នុងរយៈពេល5វិនាទីខ្ញុំនឹងជឿជាក់លើសមត្ថភាពរបស់ឯងជាយ៉ាងនាងកុំជ្រុលពេកលោកគ្រូហែនរបស់នាងក៏មិនអាចមើលដឹងក្នុង5វិនាទីដែរខ្ញុំមិនខ្វល់បើនាងចង់បាន20លាននោះនាងត្រូវតែស្ដាប់ខ្ញុំនាងលោកគ្រូលាវនេះជារឿងពួកយើងមិនពាក់ព័ន្ធនឹងលោកទេលោកមិនបាច់ខ្វល់ពីគេទេ5វិនាទីគឺគ្រប់គ្រាន់ហើយសូម្បីតែពេលវេលាខ្ញុំអាចកាត់បន្ថយបានខ្លះ2វិនាទីស្អីគេ2វិនាទីបើឯងអាចមើលដឹងក្នុង2វិនាទីខ្ញុំថែម10លានទៀតឲ្យឯងប៉ុន្តែចុះបើឯងមើលមិនដឹងវិញ212400 57 41 300នេះខ្ញុំទៅយករបស់អ្នក57 42 440ខ្ញុំឲ្យអ្នក10លានលោកគ្រូលាវអ្នកអាចមកជួយខ្ញុំពិតជាដឹងគុណខ្លាំងណាស់ហើយប៉ុន្តែអ្នកមិនចាំបាច់យកខ្លួនមកប្រថុយបែបនេះជារឿងរវាងពួកយើងបើអ្នកចាញ់ក្នុងចិត្តរបស់ខ្ញុំពិតជាមិនស្មានអីទេបើគេមើលងាយខ្ញុំបែបនេះហើយអញ្ចឹងខ្ញុំនឹងបង្រៀនគេមួយមេរៀនឲ្យលោកលាវមានទំនុកចិត្តទេប្រកាសជាមានហើយតោះលោកគ្រូលាវបើខ្ញុំពិនិត្យឃើញពិតមែនអ្នកមិនប្រកែកមិនព្រមទៅប្រកាសជាមិនអញ្ចឹងទេគ្រាន់តែហាងរបស់ខ្ញុំនេះមានតម្លៃ200លានខ្ញុំអាចទៅខ្មាស់គេដោយសារលុយ10លានធ្វើអីថ្មគុជប្រភេទទឹកកកតម្លៃ30000របស់ខ្លែងខ្លាយចំនួនតម្លៃ50យន្តខ្ញុំបានពិនិត្យរួចរាល់ហើយថ្មឆៅនេះជារបស់ពិតអាចកាត់ចេញជាថ្មគុជប្រភេទទឹកកកពណ៌បៃតងតម្លៃ30000រូបគំនូររបស់អ្នកខ្ញុំមិនចាំបាច់ទាំងបើកមើលផងវាជារូបគំនូរដើមឫស្សីរបស់ចិនបានឆៅចំនួនតែវាជារបស់ខ្លែងខ្លាយតម្លៃ50យន្តនិយាយរវើវាយថ្មពណ៌ខ្មៅនេះខ្ញុំយកពីកន្លែងចាក់ថ្មចោលទេរីឯរូបគំនូរនេះវិញអ្នកនិយាយមិនខុសទេវាពិតជារូបគំនូរដើមឫស្សីរបស់ចិនបានឆៅចំនួនឆេងពិតប៉ុន្តែជារបស់តម្លៃ50000ចឹងលីងអ្នកទៅរកបានមនុស្សចម្លែកនេះមកពីណាគ្មានសមត្ថភាពមើលរបស់សោះហាបើអ្នកមិនជឿនេះមិនមានម៉ាស៊ីនកាត់ទេអ្នកអាចកាត់មើលទៅថាពិតឬអត់រីឯរូបគំនូរមួយទាំងនេះចាំបន្តិចទៀតខ្ញុំនឹងប្រាប់អ្នកមួយហេតុអ្វីបានជាវាខ្លាំងតោះខ្ញុំមកជួយកាត់ឲ្យចេញពណ៌បៃតងហើយមិននឹកស្មានថាទឹកកកពណ៌បៃតងតម្លៃ30000មែននេះអាចទៅរួចបានយ៉ាងម៉េចលោកគ្រូលាវអ្នកពិតជាពូកែខ្លាំងណាស់មិនដល់2វិនាទីផងអាចមើលដឹងរបស់នៅក្នុងថ្មខ្មៅនេះជាយ៉ាងឥឡូវនេះអ្នកជឿនៅគ្រាន់តែទីត្រូវដល់ចៃដល់ណៃតើមានអីអស្ចារ្យទៅអញ្ចឹងអ្នកនិយាយមកមើលថាហេតុអ្វីបានជារូបគំនូរនេះខ្លាំងចំពោះរូបគំនូរនេះខ្ញុំប្រាប់អ្នកពីចំណុច2យ៉ាងទី1ក្រដាស់របស់វាថ្មីពេកគ្មានកន្លែងណាប្រែពណ៌លឿងសោះមើលទៅដឹងថាជារបស់ខ្លាំងសម័យថ្មីគូមិនមែនគូមួយរ៉េតមួយដាច់ទេច្បាស់ណាស់ថាជាការយកមកគុំចូលគ្នាយកទឹកសើមបន្តិចនឹងឃើញស្នាមគុំហើយ
ពួកអ្នកមើលចុះលោកគ្រូលាវអ្នកពិតជាស័ក្តិសិទ្ធិមែនដូចអ្វីដែលអ្នកបាននិយាយសុទ្ធទេនេះមិនអាចទៅរួចទេគេមើលទៅនៅក្មេងបែបនេះមិននឹងអាចនិយាយត្រូវភ្លាមបែបនេះតើអ្នកជាអ្នកណាឲ្យពិតប្រាកដលោកលាវសមត្ថភាពមើលរបស់នេះនៅក្នុងស្រុកតាស៊ីគឺលំដាប់លេខ1ហើយពិតជាអស្ចារ្យមែនជីយ៉ាងអ្នកចាញ់ហើយហ៊ានលេងហ៊ានសងប្រញាប់ទេលុយ30លាននេះឲ្យលោកគ្រូលាវទៅអ្នកហៅកាយជាងអ្នកគូសំពេចហើយលោកគ្រូលាវអ្នកសុំនឹងទទួលបានវា20លាននេះចាត់ទុកថាជាថ្លៃសេវាពិនិត្យរបស់អ្នកត្រូវតែទទួលយកវាអញ្ចឹងក៏បានដែរស៊ីយ៉ាងប្រញាប់ទេលុយមកអ្នកចាញ់ហើយតែអញ្ចឹងខ្ញុំមិនមកឌឺដងជាងលីងទេហើយរត់តែមិនគួរឌឺដងលាវឆាន់ដែរកុំអីមិនត្រូវខាត់បង30លានទេខ្ញុំពិតជាមាត់រហ័សពេកហើយអ្នកណានិយាយថាខ្ញុំមិនអាចគិតសិនបានទេហីជាងលីងលើកនេះអ្នករើសបានរបស់មានតម្លៃហើយខ្ញុំនឹងមិននៅស្ងៀមរងចាំស្លាប់ទេលោកគ្រូលាវសមត្ថភាពមើលរបស់អ្នកពិតជាលើសពីការគិតរបស់ខ្ញុំសុខចិត្តចំណាយ50លានជួលអ្នកធ្វើជាអ្នកជំនាញប្រចាំហាងរបស់ខ្ញុំមិនដែរជីយ៉ាងអ្នកវាហួសហេតុពេកហើយមកដណ្ដើមមនុស្សនៅចំពោះមិនសមរម្យសោះចុះយ៉ាងម៉េចវិញមនុស្សមានសមត្ថភាពខ្ញុំជីយ៉ាងប្រកាសជាស្វាគមន៍ហើយបានហើយអ្នកមិនបាច់គិតចង់យកប្រាក់ខែខ្ញុំនឹងមិនទៅទេឥឡូវនេះទេលុយមកអាចទៅបានហើយខ្ញុំត្រូវធ្វើការទៀតហ่ะលោកគ្រូលាវគឺជាភ្ញៀវដែលប្តីខ្ញុំអញ្ជើញមកយ៉ាងហោចណាស់ក៏ត្រូវទុកមុខឲ្យប្តីខ្ញុំខ្លះដែរមនុស្សថ្លៃថ្នូរដូចលោកគ្រូលាវមិននឹងអាចរង្គោះរង្គើព្រោះតែលុយ50លានរបស់អ្នកចេញទៅចុះអ្នកនឹងស្ដាយក្រោយកាន់នេះធនាគារទទួលបានប្រាក់30លានយូរលោកគ្រូលាវរឿងអំបញ្ញមិញនេះពិតជាអរគុណខ្លាំងណាស់មិនបាច់គួរសំជេររឿងគួរធ្វើតើថៅកែជាងមកវិញរបស់អ្នកខ្ញុំនឹងថៅកែដឹកមកដល់ហើយថ្លៃថ្មឆៅបូកថ្លៃដឹកជញ្ជូនសរុប65លានអ្នកគិតទូទាត់យ៉ាងម៉េចដែរចាំខ្ញុំពិនិត្យសិនចាំទូទាត់ឲ្យពួកអ្នកលោកគ្រូលាវថ្មគិតទាំងនេះយ៉ាងម៉េចដែរយកមកសុទ្ធតែជាថ្មឆៅអនមិនត្រូវអាអ្នកពិនិត្យនោះមើលដឹងទេដឹងធ្វើចិត្តឲ្យតែល្អិតនោះនៅក្មេងពេកប្រហែលជាជាងលីងឲ្យមកធ្វើឲ្យតែល្អគ្រាន់តែធ្វើឲ្យតែរួចពីដៃលុយនេះយើងច្បាស់ជាបានហើយហ่ะពួកអ្នកទាំងពីរគ្មានពាក្យអ្វីចង់បញ្យល់ប្រាប់ថៅកែជាងទេមែនទេបញ្យល់មានអីត្រូវបញ្យល់ថ្មគិញរបស់អ្នកមួយប្រអប់នេះសុទ្ធតែជារបស់អនក្លែងធ្វើជារបស់ល្អថ្មឆៅតម្លៃ100លានសំបីតែមួយដុំក៏មិនអាចចេញពីនិយាយស្អីរបស់ខ្ញុំសុទ្ធតែជារបស់ល្អនាំចូលពីភូមិអីមកថាថ្មមួយប្រអប់នេះជាថ្មទៅពួកអ្នកមិនចង់សារភាពទេបាទឥឡូវនេះខ្ញុំប្តឹងប៉ូលីសចាំប៉ូលីសមកដល់ពួកយើងនឹងកាត់មើលម្ដងមួយបើមិនមានពណ៌បៃតងសំបីមួយដុំពួកអ្នកទាំងពីរចាំដេកគុកទៅទេកុំប្តឹងប៉ូលីសខ្ញុំសារភាពទាំងអស់ថ្មឆៅនេះពួកខ្ញុំរើសមកពីមាត់ទន្លេទេស្មានថាពួកអ្នកមិនដឹងក៏គិតចង់បោកពួកអ្នកមួយក្តារហើយពួកយើងនឹងរត់គេចអ្នកណាទៅដឹងថាពួកអ្នករកឃើញថាពួកយើងធ្វើបែបនេះសូមអង្វរផ្ដល់ឱកាសឲ្យពួកខ្ញុំម្ដងទៀតទៅលើកក្រោយលែងហ៊ានទៀតហើយធម្មតាខ្ញុំប្រព្រឹត្តចំពោះពួកអ្នកមិនអន់ទេពួកអ្នកហ៊ានបោកប្រាស់ប្តីខ្ញុំបែបនេះប្តឹងប៉ូលីសខ្ញុំនឹងឲ្យពួកគេដេកគុកឲ្យរៀងថៅកែជាងលើកលែងឲ្យពួកខ្ញុំម្ដងទៅមួយឆៅនោះគឺលោកលុនពេកក៏មិនដឹងថាម៉េចបានជាគិតបែបនេះបើពួកឯងធ្វើខុសហើយត្រូវតែទទួលទោសថៅកែចាប្រធានអ៊ូពួកអ្នកចាត់ចែងរឿងនេះចុះខ្ញុំទៅវិញសិនហើយលោកគ្រូលាវរឿងលើកនេះពិតជាអរគុណអ្នកខ្លាំងណាស់អញ្ចេះចុះខ្ញុំនឹងប្តីខ្ញុំពីរបីថ្ងៃទៀតនឹងអញ្ជើញអ្នកត្រូវតែផ្ដល់កិត្តិយសមកណាបាទពួកអ្នកមកដល់ហើយលោកប្រុសស៊ូលោកថាមនុស្សដែលមកប្រកួតជាមួយលោកថ្ងៃនេះមិនមែនជាអាល្អិតនេះទេដឹងត្រឹមត្រូវគឺគេនឹងហើយក្មេងសម័យឥឡូវទំនេរចូលចិត្តចង់ល្បីមិនមើលថាខ្លួនឯងមានសមត្ថភាពរបស់បុរាណមិនមែនរៀន1ឆ្នាំ2ឆ្នាំអាចចេះស្ទាត់ទេដល់ពេលចាញ់អស់ខោអាវស្លៀកកុំមកបោកខ្លួនកុំបន្ទោសថាគ្មានអ្នកដាស់តឿននិយាយបានល្អទោះបីជាខ្ញុំគិតថាអ្នកនិយាយបែបនេះដាក់លោកប្រុសស៊ូតែនៅមានហេតុផលខ្លះដែរមែនទេលោកប្រុសស៊ូឯងនិយាយស្អីហ្នឹងលោកប្រុសស៊ូខ្ញុំមិនមែនមានន័យអញ្ចឹងទេហើយនិយាយច្រើននិយាយមកចង់ប្រកួតយ៉ាងម៉េចអ្នកទាំងពីរដាក់ដើមទុនម្នាក់1លានរឿងនេះមិនមានបញ្ហាទេការប្រកួតរបស់យើងកំណត់បែបនេះអ្នកទាំងពីរត្រូវទិញរបស់5យ៉ាងនៅក្នុងផ្សារលក់របស់បុរាណនេះវត្ថុបុរាណ3យ៉ាងថ្មគុជ2យ៉ាងបែងចែកការប្រកួតគឺអ្នកណាមានតម្លៃខ្ពស់ជាងអ្នកចុងក្រោយគឺ3ស្មើឈ្នះ2មិនបានហេតុអ្វីបានជាវត្ថុបុរាណ3ថ្មគុជ2បែបនេះមិនយុត្តិធម៌សម្រាប់លីហេតុអ្វីមិនបានការប្រកួតគឺសុទ្ធតែយុត្តិធម៌ត្រឹមត្រូវតោះអ្នកទាំងអស់គ្នាមើលថ្ងៃនេះខ្ញុំនឹងលេងភ្នាល់មើលរបស់ជាមួយអាល្អិតនេះសូមអ្នកទាំងអស់គ្នាជួយធ្វើជាសាក្សីផងថ្ងៃនេះមានមនុស្សច្រើនបែបនេះឬមួយក៏ឯងខ្លាចខ្ញុំគិតថានៅទីនេះមិនមានបញ្ហាអីទេធន់ណាស់មិនអីទេអ្នកកុំបារម្ភអីប៉ុន្តែលោកប្រុសស៊ូអ្នកកុំភ្លេចបើខ្ញុំឈ្នះកិច្ចសន្យារៀបការរបស់អ្នកនឹងលីនសៀវនឹងត្រូវទុកជាមុខៈអ្នកត្រូវសងខ្ញុំមួយកាំភ្លើងទៀតស៊ូមូម្នាក់នេះពីស្ពុលណាស់ខ្លាចក្រែងពេលចប់រឿងគេមិនប្រយអ្នកដែលកំពុងមើលទាំងនេះធ្វើជាសាក្សីនៃការភ្នាល់នេះទៅខ្ញុំស៊ូមូតាំងពីដើមមកបាត់ណាថានឹងតែខាត់មិនស្ដាយក្រោយទេតោះចាក់ខ្ញុំចាក់លោកប្រុសស៊ូឈ្នះចាក់លោកប្រុសស៊ូនៅខាងនេះចាក់ថៅកែលាវនៅខាងនេះតោះប្រញាប់ចាក់មកខ្ញុំចាក់លោកប្រុសស៊ូខ្ញុំដូចគ្នាតាមគ្នាខ្ញុំក៏ចាក់លោកប្រុសស៊ូដែរលោកប្រុសស៊ូច្បាស់ជាឈ្នះត្រូវហើយខ្ញុំក៏ចាក់លោកប្រុសស៊ូធ្វើបែបនេះគ្មានអ្នកណាម្នាក់ជឿជាក់លើសមត្ថភាពរបស់ខ្ញុំសោះឥឡូវនេះអត្រាសងគឺ1គុណនឹង500ឱកាសដែលថៅកែលាវចាញ់គឺ500ដងចាំបន្តិច
ប្តីប្រពន្ធពួកខ្ញុំចាក់លោកគ្រូលាវ50លាននេះជាអ្នកណាចិត្តធំម្លេះពួកគេទាំងពីរហ៊ានចាក់លាវឆិន50លានខ្ញុំថាប្រហែលជាឈួតហើយអ្នកមើលមិនឃើញទេគេថាគ្មានអ្នកណាហ៊ានចាក់លាវឆិនទេបញ្ជាក់ថាសមត្ថភាពមើលរបស់អ្នកនៅហ៊ានចាក់គេទៀតពិតមែនហើយអ្នកមានចង់ធ្វើអីក៏បានប្រធានហ៊ូហៅកាយជាពួកអ្នកមកធ្វើអីពួកខ្ញុំមកលើកទឹកចិត្តអ្នកពួកមនុស្សល្ងងដែលមិនស្គាល់របស់ពិតហេចាំបន្តិចទៀតនឹងមានអ្នកយំមិនខានឡការប្រកួតចាប់ដើមចាំខ្ញុំផងខ្ញុំមកវិញហើយបើអ្នកមិនមកទៀតខ្ញុំស្មានតែអ្នកចង់ចោះចាញ់រត់គេចខ្លួនបាត់ហើយរត់គឺមិនរត់ទេព្រោះសៀងកំពុងរងចាំខ្ញុំកុំនិយាយច្រើនអ្នកមុនចោះខ្ញុំចង់ដឹងណាស់ថាអ្នកណានឹងចាញ់មុនគេនៅទឹកទី1នេះនេះគឺជាចានផ្កាថ្មដូឆាយយ៉ៅផលិតនៅរាជវាំងក្នុងរាជការយំចឹងខ្ញុំបានទិញវាក្នុងតម្លៃ30មើលសាច់របស់វាទៅស្នាដៃគូគឺល្អិតល្អន់ខ្លាំងណាស់យកផ្កាថ្មធ្វើជាប្រធានបទលំអដោយមេអំបៅវង្វេងផ្កាពិតជាស្រស់ស្អាតថ្លៃថ្នូរតាមការយកឃើញរបស់នេះតម្លៃទីផ្សារយ៉ាងហោចណាស់ក៏1លានដែររបស់នេះជារបស់ពិតតម្លៃទីផ្សារគឺ1លានរបស់ខ្ញុំមួយនេះគឺជាអាវផាយមីសធានជីនសម័យឈឹងតែខ្ញុំបានទិញក្នុងតម្លៃ90ម៉ឺនតម្លៃទីផ្សារគឺពិតជាអាវមាសយ៉ាងល្អប្រណិតនិងក្រាស់ល្អការផលិតផ្ចិតផ្ចង់មានភាពច្នៃប្រឌិតឯកពិតជាអស្ចារ្យរកអ្វីប្រៀបមិនបានជាកម្រមែនអាវមាសនេះពិតជារបស់សឹកមែនប្រកាសទៅទឹកទី1លាវឆិនឈ្នះទឹកទី1ហើយយ៉ាងម៉េចខ្ញុំគ្រាន់តែយកវត្ថុបុរាណមកលេងតែប៉ុណ្ណោះរបស់ល្អពិតប្រាកដនៅខាងក្រោយឯណោះជុំទី2ទុកឲ្យខ្ញុំដាក់មុនចុះនេះគឺជាផ្ទាំងគំនូរមើលទឹកចូលនៅឈានທາງគឺជាស្នាដៃរបស់វិចិត្រកថាងយេសម័យតម្លៃទីផ្សារគួរតែនៅត្រឹម65មួយវ៉ាវនឹកស្មានមិនដល់ថាជាគំនូររបស់ທາງប៉ះក៏មិនដឹងថាវាពិតឬខ្លាំងខ្លាយដែរហើយក៏មិនដឹងថាថៅកែរូបនេះទិញវាមកក្នុងតម្លៃប៉ុន្មានដែរមួយផ្ទាំងនេះតម្លៃទីផ្សារ65យ៉ាងហោចណាស់តម្លៃទិញចូលក៏ប្រហែល20ទៅ30ម៉ឺនដែរនេះគឺជាអ្វីដែលខ្ញុំបានទិញក្នុងតម្លៃ2000នៅតុកតាមផ្លូវគួរតែមិនមានបញ្ហាអ្វីទេថាម៉េចចំណាយលុយតែ2000ក៏អាចទិញរបស់ពិតរបស់ທາងប៉ះហូបានដែររឿងនេះមិននឹងអាចទៅរួចខ្ញុំក៏មានអារម្មណ៍ថាមិនអាចទៅរួចដែរមួយថៅកែលាវលេងបន្លំយកលុយផ្សេងយកមកទិញវត្ថុបុរាណបែបនេះវាដូចជាថោកទាបពេកហើយនេះជារបស់ខ្លាំងៗរចនាប័ទ្មគំនូររបស់ທາງយិនតែងតែស្រស់ស្អាតនិងទន់ភ្លន់រូបរាងច្បាស់លាស់ណាស់ប្រសិនបើជាគំនូរទេសដៃរបស់គាត់ជាធម្មតាគឺស្រាលរបៀបគូមានភាពហ្មត់ចត់ប៉ុន្តែអ្នកមើលគំនូរមួយនេះមើលហាក់ដូចជាមានកន្លែងមិនសមរម្យបន្តិចម្យ៉ាងវិញទីរដាស់ដែលប្រើសម្រាប់គំនូរនេះមិនមែនមកពីសម័យមុននោះទេតើមានរឿងអីកើតឡើងហ្នឹងតើមកពីឯងចំណាយលុយលើវត្ថុបុរាណជុំដំបងច្រើនពេកឬធ្វើឲ្យវគ្គក្រោយអត់លុយទិញរបស់បន្តទៀតមែនទេអាយ៉ាសំបីតែខ្ញុំក៏មានអារម្មណ៍សោកស្ដាយជំនួសឯងខ្ញុំបែបនេះខ្ញុំក៏មានអារម្មណ៍ថាមិនសូវគិតយូរដែរនេះជារបស់ទី2របស់ខ្ញុំគឺជារូបភាពឆាំងឈុនហវគុយដែលខ្ញុំទិញក្នុងតម្លៃ20,000វ៉ាវតម្លៃទីផ្សារ3ទៅ40,000គំនូរដែលលោកប្រុសស៊ូទិញមកនេះពិតជាស្នាដៃពិតរបស់ជាងធីងស៊ីមែនខ្ញុំប្រកាសថាទឹកទី2លោកប្រុសស៊ូឈ្នះវ៉ាវលោកប្រុសស៊ូពិតជាពូកែមែនអ្នកជំនាញល្ងងខ្លៅដែលមិនស្គាល់របស់ពីរអ្នកនេះចេះតែនិយាយយកចិត្តស៊ូម៉ូបន្តិចទៀតខ្ញុំនឹងឲ្យពួកឯងដឹងថាគំនូររបស់ខ្ញុំនេះពិតឬខ្លាំងខ្លាយហើយមានតម្លៃប៉ុន្មានបានហើយរបស់ទី3គឺកញ្ចក់សត្វមង្គលសម័យທາງផ្ទៃខាងក្រៅធ្វើពីស្ពាន់ផ្ទៃជ្រេះស៊ីតិចតួចពណ៌ខៀវគឺជាខៀវខ្ងោកពណ៌មាសតំណាងឲ្យភាពសេរីសួស្ដីខៀវនិងមាសបញ្ចូលគ្នាជាល្អឥតខ្ចោះតម្លៃទីផ្សារយ៉ាងហោចណាស់ក៏30ទៅ40ម៉ឺនដែរវាមិនគ្រាន់តែជាកញ្ចក់ស្ពាន់កញ្ចាស់មួយទេមិនអាចមានតម្លៃដល់ទៅ30 40ម៉ឺនមានតម្លៃ30 40ម៉ឺនក៏ដោយរបស់ខ្ញុំនេះក៏មិនអន់ជាងឯងដែរចានមួយនេះខ្ញុំបានទិញក្នុងតម្លៃ10ម៉ឺនប្រៀបធៀបយ៉ាងណាក៏មានតម្លៃជាងកញ្ចក់ស្ពាន់កញ្ចាស់របស់ឯងដែរល្អិតវត្ថុបុរាណទាំងនេះសុទ្ធតែជារបស់ហាងខ្លួនឯងចង់ឈ្នះឯងគឺងាយណាស់ឯងចាំតែចាញ់ទៅខ្ញុំចង់សួរថៅកែលីបន្តិចកញ្ចក់ស្ពាន់ដែលឯងទិញនោះតម្លៃប៉ុន្មានដែរចំណាយអស់15យុន15កាក់ទិញនៅតូបតាមផ្លូវ15យុនកាបូបលុយរបស់អ្នកពិតជាអស្ចារ្យណាស់លុយ15យុនអាចទិញបានរបស់ដែលមានតម្លៃប្រហែល40ម៉ឺននេះមិនមែនជារឿងនំធ្លាក់ពីលើមេឃទេវាមិននឹងអាចទៅរួចអាយ៉ាថៅកែលីពិតជាពូកែមែនមិនចម្លែកទេដែលទិញព្រះពុទ្ធរូបមាសនោះអស់ដល់ទៅ90ម៉ឺនតាមពិតច្រកផ្លូវគឺនៅត្រង់នេះសោះគោរពអាយ៉ាច្រកផ្លូវរបស់ខ្ញុំមិននឹងទូលាយដូចលោកប្រុសស៊ូទៅប្រសិនបើខ្ញុំទីមិនខុសទេផ្លូវដែលលោកប្រុសស៊ូដើរនោះមានហាងជាច្រើនដែលជាឈ្មោះរបស់ត្រកូលស៊ូហើយថាម៉េចទោះបីជាមានហាងរបស់ត្រកូលស៊ូយ៉ាងម៉េចឯងអាចទៅសួរបានខ្ញុំស៊ូម៉ូទិញរបស់ដោយបើកចំហវិកលបាត់ទាំងអស់គឺនៅទីនេះឯងអាចមើលបានថាខ្ញុំមានខ្លែងបន្លំមួយណាទេឯងមានខ្លែងបន្លំឬអត់លោកប្រុសស៊ូខ្លួនឯងដឹងច្បាស់ក្នុងចិត្តហើយលាវឆិនទឹកទី3នេះលាវឆិនឈ្នះខាងក្រោមនេះជាការប្រកួតទឹកទី4គឺប្រកួតត្បូងទឹកមួយនេះខ្ញុំសុំមុនជាសំស្លាប់មែនមួយដុំក៏គ្មានចេញពណ៌បៃតងដែរខ្ញុំស៊ូម៉ូមិនចេញពណ៌បៃតងឯងក៏នឹងមិនចេញពណ៌បៃតងដែរហេខ្ញុំចេញឬមិនចេញ
anhបើកភ្នែកធំចាំមើលទៅព្រះជាម្ចាស់អស្ចារ្យណាស់នេះគឺជាថ្មបៃតងប្រភេទទឹកកកដែលកម្របំផុតតម្លៃរាប់លានឯណោះពិតជានឹកស្មានមិនដល់មែនតើគាត់ធ្វើវាបានដោយរបៀបណាឥឡូវនេះខ្ញុំកាន់តែចាប់អារម្មណ៍នឹងដុំថ្មចុងក្រោយនោះហើយហេនេះគឺជា fossil អាចខ្លា Amber fossil តម្លៃ3លានលោកលាវឈ្នះទៀតហើយការប្រកួតនេះគឺឈ្នះដាច់តែម្ដងអញ្ចឹងតើខ្ញុំចាញ់ហើយស៊ូម៉ូឯងចាញ់ហើយលាវឈិនឈ្នះហ៊ានភ្នាល់ហ៊ានសងការភ្ជាប់ពាក្យរបស់ខ្ញុំនឹងឯងត្រូវបានលុបចោលហើយឯងឈ្នះហើយពេលរលុយមកឯងមិនចង់បន្លំទេដឹងហាមានមនុស្សច្រើនណាស់កំពុងមើលនៅទីនេះមកអូត្រូវហើយប្រុសស៊ូភ្លេចប្រាប់លោកទៅគំនូអំបញ្ញមិញក៏ជារបស់ពិតដែរតម្លៃទីផ្សារ1ឬ2លានមើលទៅអ្នកជំនាញទាំងពីរអ្នកដែលលោកនាំមកនេះក៏ធម្មតាដែរហេលីវឈិនឯងរយអំបិលលើមុខរបួសរបស់ខ្ញុំរយម្ដងហើយមិនអស់ចិត្តដល់មករយលើកទី2ទៀតឯងពិតជាគួរឲ្យស្អប់ខ្ពើមណាស់ហេចេញទៅលីវឈិនថ្ងៃនេះពិតជាអរគុណឯងខ្លាំងណាស់តែធ្វើឲ្យខ្ញុំរួចផុតពីស៊ូម៉ូតែជាមិត្តភក្តិជួយគ្នាទៅវិញទៅមកជារឿងធម្មតាលោកគ្រូលាវយប់នេះពួកយើងប្តីប្រពន្ធមានរៀបចំពិធីសង្ឃឹមថាអ្នកនឹងមកហើយខ្ញុំមានមិត្តភក្តិម្នាក់ចង់រំខានឲ្យលោកជួយបន្តិចពីនិតរបស់ម្ដងប្រកាសជាមិនឲ្យលោកជួយទេតម្លៃពលកម្ម2លានបានល្ងាចនេះខ្ញុំនឹងទៅលីងអ្នកជំនាញវត្ថុបុរាណដែលឯងនិយាយនោះពេលណាទៅមកមើលឯងនេះប្រញាប់ម្លេះគាត់បន្តិចទៀតមកដល់ហើយខ្ញុំប្រាប់ឯងកុំឃើញគាត់នៅក្មេងសមត្ថភាពមើលវត្ថុបុរាណគឺលេខ1មិត្តសម្លាញ់របស់ខ្ញុំឲ្យតម្លៃលើគាត់ខ្ពស់ម្លឹងយប់នេះខ្ញុំចង់ឃើញបន្តិចហើយចាំពេលឯងឃើញសមត្ថភាពមើលវត្ថុបុរាណដ៏ពូកែរបស់លោកលីងប្រកាសជាកោតសរសើរគាត់មិនខានសូម្បីតែអាចនឹងលងស្រឡាញ់គាត់ទៀតផងអស្ចារ្យយ៉ាងនឹងផងពិតមែនហើយលោកគ្រូលាវបាទយោខ្ញុំណែនាំឯងឲ្យស្គាល់បន្តិចម្នាក់នេះគឺជាអ្នកជំនាញវត្ថុបុរាណដ៏ល្បីឈ្មោះលោកលីវឈិននេះគឺជាមិត្តសម្លាញ់របស់ប្រពន្ធខ្ញុំចៅយោហើយក៏ជាប្រធានក្រុមហ៊ុនយិហៃគ្រប់ដែរសួស្ដីកញ្ញាចៅសួស្ដីលោកគ្រូលាវលោកលាវសូមអញ្ជើញអង្គុយខាងនេះកញ្ញាចៅគឺមិត្តនាងនិយាយថានាងមានរបស់ចង់ឲ្យខ្ញុំជួយពិនិត្យឥឡូវនាងអាចយកវាមកបានខ្ញុំជួយមើលឲ្យចាស់កញ្ញាចៅនាងល្អបំផុតស្ដាប់ដំបូន្មានខ្ញុំមួយពីតោងត្បូងនេះថ្ងៃក្រោយកុំពាក់ពាក់យូរទៅខ្លាចក្រែងតែមានគ្រោះថ្នាក់ដល់បង្ហូរឈាមថាម៉េចអាចមានគ្រោះថ្នាក់ដល់បង្ហូរឈាមធ្ងន់ធ្ងរម្ល៉េះលោកមិនមែនកំពុងតែបំភ័យខ្ញុំទេខ្ញុំបំភ័យនាងធ្វើអីមួយរយៈនេះនាងតែងតែយកសត្វអាក្រក់ថែមទាំងរមុខខ្លួនរហូតដល់ញាក់ទៀតផងមានអារម្មណ៍ថាខ្សោយកម្លាំងហើយតែងតែដួលសន្លប់រឿងនេះលោកក៏ដឹងដែរបន្តោងត្បូងចិត្តស្មោះនេះត្រូវបានគេដាក់ថាមពលអាក្រក់ចូលបើពាក់យូរទៅខ្លាចក្រែងប៉ះពាល់ដល់អាយុជីវិតបើនាងចង់កម្ចាត់វាចេញវិធីតែមួយគត់គឺបោះវាចោលឬបំផ្លាញវាចោលមិនចម្លែកទេដែលមួយរយៈនេះខ្ញុំឃើញយោស្លេកស្លាំងខ្លះខ្ញុំស្មានតែក្រុមហ៊ុនរបស់ឯងរវល់ពេកធ្វើឲ្យឯងសម្រាកមិនបានគ្រប់គ្រាន់តាមពិតគឺបែបនេះសោះយោត្បូងនេះឯងបានមកពីណានេះគឺជាមិត្តប្រុសរបស់ខ្ញុំជាអ្នកឲ្យមកខ្ញុំគាត់និយាយថាបានទៅសុំពីលោកគ្រូមុខវាល្អចំពោះសុខភាពទើបយកមកឲ្យខ្ញុំឥឡូវគិតទៅសង្សារអ្នកចង់ធ្វើបាបអ្នកហើយចាំខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងទៅសួរគាត់ថាគោលបំណងដែលគាត់ធ្វើបែបនេះគឺដើម្បីអ្វីគឺត្រូវតែសួរឲ្យបានច្បាស់លាស់បើជួបគ្រោះថ្នាក់អ្វីកុំភ្លេចតាក់ទងមកពួកយើងគ្រប់ពេលចាស់ថ្ងៃនេះបើមិនមែនដោយសារលោកគ្រូលីទេខ្ញុំមិនដឹងថាត្រូវស្លាប់នៅពេលណាទេលោកបានជួយជីវិតខ្ញុំនឹងផ្ទេរប្រាក់1លានឲ្យលោកជាថ្លៃជួយជីវិតអ្នកគូសំពេចហើយវិចារទទួលបានប្រាក់10លានអរគុណច្រើនកញ្ញាចៅសមត្ថភាពមើលរបស់អ្នកគឺជាអ្វីដែលខ្ញុំក៏សរសើររបស់អ្នកប្រកាសជារុងរឿងជាងនេះអីចឹងថ្ងៃនេះសម្រាប់ត្រឹមនេះខ្ញុំសុំទៅមុនហើយពួកអ្នកនិយាយគ្នាចុះទៅចុះលោកគ្រូលាវរឿងថ្ងៃនេះសំណាងហើយដែលមានលោកកុំអីលើកនេះគាត់ពិតជាចាប់ហើយលោកពិតជាផ្កាយសំណាងរបស់ពួកយើងហើយកុំគូសំអីចាំខ្ញុំមួយផ្លែកកែលីនមានការអីដែរលោកលាវពីថ្ងៃទៀតជាថ្ងៃកំណើតលោកយាយខ្ញុំលោកអាចកំដរខ្ញុំទៅផ្សារត្បូងដើម្បីរើសត្បូងខ្លះបានទេគ្មានបញ្ហាទេខ្ញុំនឹងទៅឥឡូវនេះល្ងាចនេះខ្ញុំនឹងធ្វើម្ហូបយ៉ាងម៉េចដែរនេះសុំទោសផងខ្ញុំនៅមានការងារខ្លះមិនបានញ៉ាំទេចាំមានឱកាសចាំណាត់គ្នាទៀតខ្ញុំទៅសិនហើយអញ្ជើញតោះចូលមើលសិនមកថៅកែលីអ្នកមើលទៅថាតើមានមួយណាដែលអ្នកចង់បានបញ្ចុះតម្លៃឲ្យបានមើលសិនទៅថ្មឆៅរបស់ខ្ញុំទាំងនេះសុទ្ធតែជារបស់ល្អកម្រិតបើហួសកន្លែងនេះទៅរកកន្លែងណាគ្មានទៀតទេមួយនេះមិនអន់ទេតម្លៃប៉ុន្មានមួយដុំនេះហេ100000តម្លៃដាច់យកទៅចុះបានចូលព្រម100000ថ្មឆៅនេះពិតជាមានតម្លៃថ្លៃដល់ម្លឹងគេកុំបារម្ភអីខ្ញុំមើលត្បូងមិនដែលខុសទេល្អតើនៅមានមួយនេះទៀតមួយនេះលក់យ៉ាងម៉េចមួយនេះហេដោយសារវាជាថ្មឆៅដែលកាត់ពាក់កណ្ដាលហើយខ្ញុំក៏មិននិយាយតម្លៃខ្ពស់ជាមួយអ្នកដែរអ្នកមើលជ្រុងនេះទៅប្រកាសជាកាត់ចេញត្បូងមិនខានអញ្ចេះចុះ50000យកទៅចុះថ្មមួយដុំនេះខ្ញុំយកហើយ100000ល្អលោកធ្វើអីហ្នឹងថ្មឆៅមួយដុំនេះច្បាស់ណាស់ថាពួកយើងឃើញមុនមិនអីទេទុកចិត្តចុះខ្ញុំចាត់ចែងបានអញ្ចេះខ្ញុំឲ្យ20000លោកប្រុសម្នាក់នេះតើលោកនៅចង់ដំឡើងថ្លៃទៀតទេហ៊ានឲ្យ3លានទេអីយ៉ា
ជប់ហើយខ្ញុំមើលទៅថ្មឆៅនេះក៏មិនល្អប៉ុន្មានដែរលោកយកទៅចុះបើអញ្ចឹងមែនអរគុណច្រើនហើយថៅកែឲ្យមកខ្ញុំបានលោកចំណាយ3លានទិញរបស់បែបហ្នឹងមិនខ្លាចខាតទេហេបើលោកជឿជាក់ខ្លាំងម្លឹងមិនដូចថ្ងៃនេះកាត់ថ្មនេះនៅចំពោះដើម្បីឲ្យឃើញសាច់តែម្ដងពួកយើងបានបើកភ្នែកមើលផងយ៉ាងម៉េចដែរត្រូវហើយឲ្យពួកយើងបានបើកភ្នែកមើលផងថាតើវាជារបស់ល្អកម្រិតណាទៅខ្ញុំមើលទៅថ្មឆៅមួយដុំនេះមិនកើតទេវាគ្មានតម្លៃដល់3លាននោះទេមើលក្មេងប្រុសម្នាក់នេះអាយុនៅក្មេងនៅឡើយប្រហែលជាមិនចេះស្អីផងក៏មិនដឹងពួកលោកនិយាយស្អីហ្នឹងការទិញលក់គឺជាការស្ម័គ្រចិត្តរបស់គេឬអត់វាជាសិទ្ធិរបស់គេពួកលោកមកចេះដឹងស្អីនៅទីនេះមិនអីទេបើអញ្ចឹងមែនកាត់ថ្មនេះតែម្ដងទៅឲ្យមកអីយ៉ាខ្ញុំមើលទៅក៏មិនល្អប៉ុន្មានដែរមើលសាច់ត្បូងនេះទៅមិនមែនជារបស់មានតម្លៃអ្វីឡើយលោកលាវពួកយើងមិនខាត់មែនទេហេអ្នកកុំបារម្ភអីជឿជាក់លើខ្ញុំទៅបានអីយ៉ាឃើញពណ៌បៃតងហើយជាល្អមែនស្អាតពេកហើយនេះប្អូនប្រុសថ្មមួយដុំនេះមាននិស្ស័យជាមួយខ្ញុំអញចេះចោះ4លានលក់ឲ្យខ្ញុំមកថាកាយចេះលោកមិនមែនឈួតទេដឹងថ្មឆៅនេះគ្មានតម្លៃដល់ម្លឹងទេ20លានលោកលក់ឲ្យខ្ញុំទៅរបស់នេះជាស្អីទៅបានជាមានតម្លៃថ្លៃម្ល៉េះថ្មមួយដុំនេះតាមពិតប្អូនប្រុសនេះជាអ្នកទិញសោះអញចេះលោកជួយប្រាប់អ្នកទាំងអស់គ្នាផងនៅក្មេងសោះតែមានភ្នែកមុតបែបនេះពិតជាអ្នកចំនួនក្រោយដែលគួរឲ្យគោរពត្បូងមួយដុំនេះគឺជាប្រភេទត្បូងកែវដែលរាប់រយឆ្នាំទើបជួបម្ដងត្បូងកែវហើយត្បូងមួយដុំនេះវិញចាំបន្តិចពួកលោកមើលចុះពិតមែនហើយនេះគឺជាប្រភេទត្បូងរាចាស់ហើយត្បូងនេះពិបាករកខ្លាំងណាស់ដូចជាសាច់ពណ៌សុទ្ធបែបនេះរឹតតែរាប់រយឆ្នាំទើបបានឃើញម្ដងតាមពិតបែបហ្នឹងសោះថ្ងៃនេះពិតជាបានបើកភ្នែកធំមែនចេះចុះខ្ញុំថែមឲ្យដល់30លានខ្ញុំទិញផ្ដាច់យកតែម្ដង30លានគេបានអញ្ចឹង30លានយក30លានចុះថារាប់អានថៅកែចេញជាមិត្តភក្តិទទួលបានប្រាក់ចូលកន្នី30លានដឹងចឹងមិនគួរតែទារថ្លៃជាងនេះបន្តិចខ្ញុំក៏មិនបាច់ខាតច្រើនម្លឹងដែរនឹកមិនដល់សោះថាកំដរថៅកែលៀនមកមើលត្បូងក៏ចំណេញបាន30លានសំណាងមកដល់ហើយក៏មិនចប់ដែរប្អូនប្រុសខាងមុខមានពិធីដេញថ្លៃត្បូងឆៅកម្រិតខ្ពស់មួយចង់ទៅចូលរួមលេងជាមួយខ្ញុំទេពិធីដេញថ្លៃត្បូងឆៅបានអញ្ចឹងទៅមើលតិចទៅតោះមកទៅចុះតោះបន្ទាប់ទៅគឺជាការដេញថ្លៃត្បូងឆៅដុំនេះមកឆៅតម្លៃចាប់ដើមពី1លានខ្ញុំមើលទៅថ្មនេះមិនអន់ទេ3លានលោកប្រុសម្នាក់នេះហ៊ានឲ្យថ្លៃ3លានមានអ្នកណាហ៊ានឲ្យថ្លៃជាងនេះទេពួកយើងត្រូវដាក់ថ្លៃដែរទេផ្ទៃខាងក្រៅមានពណ៌បៃតងខាងក្នុងសុទ្ធតែដេកខ្សាច់គ្មានតម្លៃទេហើយកែចេនខ្ញុំមើលទៅថ្មឆៅមួយដុំនេះទោះបីជាខាងក្រៅមានត្បូងមែនតែវាច្បាស់ណាស់ថាជាថ្មក្រៅបៃតងក្នុងស្ទែជាដេកខ្សាច់តាមពិតទៅគ្មានតម្លៃអ្វីតតែសោះលោកចង់ពិចារណាម្ដងទៀតទេ6លាន6លានលើកទី1មានអ្នកចង់ដំឡើងថ្លៃទៀតទេ6លានលើកទី2 6លានលើកទី3អបអសាទរលោកស្រីម្នាក់នេះដែលបានដេញថ្លៃឈ្នះថ្មឆៅមួយដុំនេះតើលោកស្រីចង់កាត់នៅនឹងកន្លែងដែរឬទេកាត់ទៅខ្ញុំក៏រំភើបចង់ដឹងដែរអូប្អូនប្រុសលីវពិតជាអរគុណលោកខ្លាំងណាស់កុំអីអ្នកដែលស៊ើគឺជាខ្ញុំហើយសុទ្ធតែជាមិត្តភក្តិជារឿងគួរធ្វើបានមិនមានបញ្ហាបន្តិចបន្តួចនេះជារឿងធម្មតាទេបន្ទាប់មកពួកយើងបន្តដេញថ្លៃថ្មឆៅដុំទី2ត្បូងយកពណ៌បៃតងខ្ចីប្រភេទតម្លៃ30លានថ្មមួយដុំនេះមានក្រឡាធម្មតាបំផុតហើយជាថ្មឆៅដែលមិនទាន់កាត់ទៀតខ្ញុំមើលទៅមិនមានតម្លៃទេខ្ញុំមើលទៅមិនកាត់ទេ10លានអាល្អិតនេះមានប្រវត្តិអីហ៊ានស្រែកថ្លៃដល់10លាននេះគ្រាន់តែជាថ្មធម្មតាមួយដុំប៉ុណ្ណោះត្រូវហើយគេមកនេះគឺយកលុយមកឲ្យកន្លែងដេញថ្លៃជាមនុស្សងងចាយលុយមែនហាប្អូនប្រុសលីវនេះចង់ធ្វើអីខ្ញុំមើលមិនយល់ទេថ្មឆៅមួយដុំនេះគ្មានតម្លៃតតែសោះលោកប្រញាប់ដាក់ស្លាកចុះទៅលោកចេនលោកមិនបាច់បារម្ភទេបើគាត់ហ៊ានធ្វើបែបនេះប្រកាសជាមានហេតុផលរបស់គាត់10លានលើកទី1 10លានលើកទី2 10លានលើកទី3នៅមានអ្នកចង់ដេញថ្លៃទៀតទេបើគ្មានទេថ្មឆៅមួយដុំនេះនឹងក្លាយជារបស់លោកលីវហើយបើអញ្ចឹងមែនខ្ញុំប្រកាសថាថ្មឆៅដុំទី2នេះគឺជាកម្មសិទ្ធិរបស់លោកលីវតើលោកលីវចង់កាត់នៅនឹងកន្លែងដែរទេមិនបាច់ទេឲ្យមកខ្ញុំមកថ្មឆៅល្អយ៉ាងនេះបែរជាគ្មានអ្នកដេញថ្លៃមើលទៅគេសុទ្ធតែមិនចាប់អារម្មណ៍វាទេឬមួយមកពីខ្ញុំស្រែកថ្លៃខ្ពស់ពេកទើបគ្មានអ្នកហ៊ានដេញនេះគឺជាថ្មឆៅដែលពិសេសចុងក្រោយគេក្នុងឡាយចាប់ដើម1លានអីយ៉ាមើលទៅមិនអន់ទេនេះគឺជាថ្មឆៅដែលកាត់ពាក់កណ្ដាលហើយល្អណាស់2លាន4លាន5លាន7លានអាល្អិតថ្មឆៅដែលខ្ញុំពេញចិត្តពួកឯងហ៊ានដណ្ដើមផងគេ10លាន20លាន10លាន20លានអាល្អិតឯងដឹងថាអញជាអ្នកណាទេខ្ញុំមិនខ្វល់ថាឯងជាអ្នកណាទេថ្មឆៅមួយដុំនេះខ្ញុំពេញចិត្តបើឯងមានលុយពួកយើងប្រកួតគ្នាទៅបានអាល្អិតឯងពូកែ25លាន100លានអីយ៉ាអ្នកទាំងពីរអ្នកនេះស៊ីសាច់ហត់ឈាមមិនដឹងថាអ្នកណាជាអ្នកដេញថ្លៃបានទេខ្ញុំមានអារម្មណ៍ថាលោកប្រុសហេយ៉ាងណាមិញគាត់ជាកូនប្រុសតកូអភិជនលក់ត្បូងមកពីទីក្រុងអំណាចនិងទ្រព្យសម្បត្តិគឺមានទាំងពីរបងលេវកុំដេញថ្លៃទៀតអីនោះគឺជាអ្នកប្រុសធំតកូហ៊ីមកពីទីក្រុងពេកអាចប្រជែងជាមួយគាត់បានទេខ្ញុំមិនខ្វល់ថាគេជាអ្នកប្រុសធំតកូដែលខ្ញុំពេញចិត្តហើយគ្មាននរណាអាចដណ្ដើមបានឡើយបានអាល្អិតបើឯងចូលចិត្តវាខ្លាំងម្ល៉េះអញ្ចឹងឲ្យឯងទៅចុះ100លានលើកទី1 100លានលើកទី2 100លានលើកទី3បើគ្មាននរណាដេញថ្លៃបន្តទេអញ្ចឹងដុំថ្មនេះជាកម្មសិទ្ធិរបស់លោកលីឆានហើយឡតើលោកលីឆានចង់កាត់វានៅទីនេះផ្ទាល់ដែរទេមិនបាច់ទេ
ឥឡូវនេះខ្ញុំប្រកាសថាការដេញថ្លៃដុំថ្មត្រូវបានបញ្ចប់ត្រឹមនេះបងលេវបងមិនដឹងទេហ៊ីយ៉ាងឆាននោះគឺជាមនុស្សចង់គំនុំសាហាវណាស់ខ្ញុំសូមណែនាំបងគួរតែទៅពួនសំងំ2 3ថ្ងៃសិនទៅយ៉ាអញភ័យពេកហើយទោះបីជាគេមករកខ្ញុំមែនក៏ខ្ញុំអាចដោះស្រាយបានដែរមិនចាំបាច់ឆោឡោពេកទេតោះយើងទៅមានការអីអាល្អិតអញពិតជាថ្លើមធំណាស់ហ៊ានដណ្ដើមរបស់ដែលយើងពេញចិត្តឥឡូវនេះយើងឲ្យអញរើសពីផ្លូវទី1លើកជង្គង់ចុះឲ្យយើងវាបំបាក់ដៃជើងឯងទី2ប្រកោដុំថ្មមកឲ្យយើងរួចហើយឯងអាចមកចេញទៅបានតើខ្ញុំសូមរើសផ្លូវទី3មានន័យថាម៉េចគឺខ្ញុំនឹងវាពួកឯងឲ្យដេកដួលម្ដងមួយហាអាល្អិតឯងពិតជាកាំងមែនយើងចង់ដឹងណាស់ថាឯងមានសមត្ថភាពប៉ុណ្ណាតែហ៊ានកាំងបែបនេះចូលវាទៅបងលេវស្នៀតនេះសាហាវណាស់តើពិតជាស័ក្តិសមជាបរិះដែលខ្ញុំពេញចិត្តមែននេះមានរឿងអីហ្នឹងអាល្អិតនេះគ្រាន់តែមួយដៃវាកូនចៅយើងដួលអស់ឥឡូវនេះដល់វេនអញហើយខ្ញុំក៏ឲ្យអញរើសពីផ្លូវដែរឯងចង់បាក់ដៃបាក់ជើងឬក៏ចង់បាក់ជើងទី3របស់ឯងមិនអាចប៉ះយើងបានទេបើឯងហ៊ានប៉ះយើងប្រកោហ៊ីនឹងមិនលើកលែងឲ្យអញទេជើងរបស់ខ្ញុំលោកលេវលែងខ្ញុំទៅលោកលេវខ្ញុំលែងហ៊ានចង់បានដុំថ្មរបស់លោកទៀតហើយខ្ញុំសុកចិត្តសងជំងឺចិត្ត5លាន10លានដើម្បីសងជំងឺចិត្តលោកលើកលែងឲ្យខ្ញុំផងបានអរិយាភាសាភាពកំហុសបានល្អតោះបានទទួលប្រាក់10លានយន្តលោកម្ចាស់លេវបានហើយល្អទៅឲ្យបាត់ទៅបងលេវនឹកស្មានមិនដល់ថាបងមិនត្រឹមតែពូកែមើលវត្ថុបុរាណទេគុណដៅក៏សាហាវដែរហាលោកលេវខ្ញុំមានសំណុំពរមួយសង្ឃឹមថាលោកនឹងយល់ព្រមនិយាយមកខ្ញុំចង់ឲ្យលោកធ្វើជាអង្គរៈរបស់ខ្ញុំឲ្យខ្ញុំរាល់ថ្ងៃរវល់ណាស់មិននឹងមានពេលធ្វើជាអង្គរៈទៅមានភ្នែកទឹកនៅជាមួយខ្ញុំគ្រាន់តែដើររកទិញលេងក៏ឆាប់ខ្លាយជាសេដ្ឋីរាប់រយលានដែរធ្វើមិននឹងទៅធ្វើអង្គរៈឲ្យគេកើតហេបើតាមខ្ញុំគិតធ្វើជាប្តីទៅស័ក្តិសមជាងនេះគឺនាងនិយាយខ្លួនឯងណាអញ្ចឹងចាប់ពីពេលនេះទៅលោកធ្វើជាប្តីរបស់ខ្ញុំទៅចូលព្រម